កាលពីម្សិលមិញខ្ញុំនៅរត់ម៉ូតូដុបមិននឹកស្មានថាភ្ញាក់ពីគេងមកខ្ញុំបានឆ្លងភពមកឆ្នាំ1963សម័យកាលដែលខ្វះខាតស្បៀងអាហារខ្លាំងបែបនេះប្រហែលជាអត់បាយរហូតហើយមើលទៅមានអ្នកសន្លប់ហើយឈប់ឡានសិនមានរឿងអីហ្នឹងនោះមិនមែនសៀវមីនទេនេះវាមានរឿងអីកើតឡើងធ្វើម៉េចទៅខ្ញុំទៅហៅមេភូមិមកនឹងវាដូចជាអាការៈជាតិស្ករក្នុងឈាមចុះទៀតសំណាងហើយដែលពេលរត់ដឹកអីវ៉ាន់ពីមុនខ្ញុំតែងតែមានទម្លាប់ដាក់ស្ករគ្រាប់តាមខ្លួនមេភូមិមកដល់ហើយសៀវមីនមិនក៏សន្លប់បែបនេះមេភូមិនាងតូចនេះប្រកាសជាចែកស្បៀងឲ្យប្អូនប្រុសនាងអស់ហើយខ្លួនឯងលួចហូបដីរត់បែបនេះតើមានជីវជាតិឯណាទៅសម័យកាលនេះផ្ទះណាក៏មិនសូវមានស្បៀងដែរគាត់ប្រហែលជាជាតិស្ករចុះទៀតខ្ញុំមានស្ករគ្រាប់ឲ្យគាត់ហូបទៅនឹងធូរស្រាលហើយបានហើយកំលុះម្នាក់នេះជានរណាប៉ាពួកយើងកំពុងធ្វើដំណើរត្រឡប់មកវិញឃើញគាត់រងរបួសសន្លប់នៅមាត់ភូមិគាត់មិនចាំអ្វីទាំងអស់គ្មានជំរឿសទើបនាំគាត់មកភូមិយើងកំលុះម្នាក់នេះមើលទៅស្បែកស្អាតមិនដូចជាអ្នកធ្លាប់ធ្វើការធ្ងន់ឡើយដឹងខ្លួនហើយក្មួយប្រុសតើក្មួយឈ្មោះអ្វីដែរអាយុប៉ុន្មានហើយពូនឹងធ្វើលិខិតស្នាក់នៅឲ្យខ្ញុំឈ្មោះកៅសយូអាយុ26ឆ្នាំបើអញ្ចឹងក្មួយស្នាក់នៅទីនេះសិនទៅអរគុណមេភូមិតែខ្ញុំឃ្លានណាស់បើបានហូបមីកំប៉ុងមួយចានក៏ល្អដែរចាននេះមិនធម្មតាទេក្បាច់រចនាដ៏ល្អវិចិត្របែបនេះពណ៌រលោងស្អាតខ្លាំងណាស់សម័យកាលនេះអាចផលិតចានដ៏ល្អបែបនេះបានទេតើចាននេះជាវត្ថុបុរាណមែនទេបើរបស់នេះនៅសម័យបច្ចុប្បន្នវាគឺជាប៉ូសេឡែនខៀវមានតម្លៃថ្លៃណាស់ប៉ុន្តែសម័យនេះបាយហូបមិនគ្រប់គ្រាន់ផងមានវត្ថុបុរាណទៅក៏គ្មានប្រយោជន៍អ្វីដែរអរព្រះអើយសូមមេត្តាខ្ញុំផងខ្ញុំត្រឡប់មកវិញពិតមែនតើថែមទាំងយកចានពីសម័យទសវត្សរ៍ទី60មកជាមួយទៀតខ្ញុំមានសមត្ថភាពធ្វើដំណើរឆ្លងកាត់ពីជំនាន់មែនទេបើអញ្ចឹងតើខ្ញុំអាចយករបស់របរឥឡូវនេះត្រឡប់ទៅសម័យទសវត្សរ៍ទី60បានដែរឬទេតែខ្ញុំធ្វើវាដោយរបៀបណាទៅអាហោះខ្សែក្បូងពណ៌ខៀវរបស់ខ្ញុំទៅណាហើយឬមួយវាចូលទៅក្នុងខ្លួនខ្ញុំបាត់ទៅហើយលោកម្ចាស់នេះលក់ប៉ុន្មានដែរ21យ៉នចង់បានមួយណាជ្រើសរើសយកបានខ្ញុំទិញសាកម្ដងទៀតមើលសូមឲ្យត្រឡប់ទៅផ្ទះនៅសម័យទសវត្សរ៍ទី60វិញមកដូចដែលខ្ញុំបានគិតមែនគឺខ្សែក្បូងពណ៌ខៀវនេះឯងដែលផ្ដល់សមត្ថភាពឲ្យខ្ញុំឆ្លងកាត់ពេលវេលាបើអញ្ចឹងតើខ្ញុំអាចយករបស់របរពីជំនាន់ផ្សេងទៅមកបានមែនទេត្រឡប់ទៅបច្ចុប្បន្នវិញមកហេវាជារឿងពិតមែនមកធ្វើការនៅទីក្រុងនេះ5ឆ្នាំហើយមិនសល់លុយសំបីបន្តិចបង់ថ្លៃផ្ទះរួចសល់តែ2000យ៉នប៉ុណ្ណោះទោះចង់ទិញរបស់ល្អយកទៅសម័យទសវត្សរ៍ទី60ក៏គ្មានលុយដាំទុនដែរនេះជាឱកាសតែមួយគត់ដែលខ្ញុំអាចងើបមករួចរឿងបន្ទាន់បំផុតពេលទៅរកកន្លែងដេញថ្លៃដើម្បីឲ្យគេពិនិត្យមើលថាចានគង់ទាំងពីរនេះជារបស់ពិតរបស់ខ្លាំងខ្លាយសួស្ដីលោកខ្ញុំមានចានគង់ពីរនេះតើកន្លែងលោកទទួលពិនិត្យទេសូមទោសផងយើងមិនទទួលពិនិត្យរបស់ដែលមិនបានណាត់ទុកមុនទេខ្ញុំគ្រាន់តែចង់ឲ្យជួយពិនិត្យមើលបន្តិចប៉ុណ្ណោះលោកឲ្យរបស់របរបែបនេះលោកគួរតែយកទៅពិនិត្យនៅផ្សារលក់វត្ថុបុរាណទៅរបស់ខ្លាំងមែនទេមើលទៅត្រូវតែរកកន្លែងផ្សេងសួរទៀតហើយសូមទោសផងបើអញ្ចឹងខ្ញុំទៅកន្លែងផ្សេងសិនចាំបន្តិចលោកអ្នកនាងបើខ្ញុំមើលមិនខុសទេលំនាំផ្កាដែលឃើញនៅបាតចាននេះគឺជាលក្ខណៈពិសេសរបស់ចានរាជវាំងសម័យមីងតើខ្ញុំអាចសួរបានទេថាចានគោមួយគូនេះលោកចង់យកមកដេញថ្លៃឬចង់លក់ចេញខ្ញុំលក់ចេញតែម្ដងនេះជាចានគោគូលំនាំផ្កាសម័យយងលើនៃរាជវង្សមីងមើលពណ៌ខៀវដែលរីប៉ាយនេះចុះរបស់សម័យថ្មីមិនអាចធ្វើត្រាប់តាមបានទេសូមទោសតើលោកនាមត្រកូលខ្ញុំត្រកូលកៅចំណែកចានគោរូបផ្កានេះគឺជាវត្ថុបុរាណដែលខ្ញុំយកមកពីផ្ទះដឹងថាខាងក្រុមហ៊ុនដេញថ្លៃលោកអាចឲ្យតម្លៃប៉ុន្មានដែរលោកកៅកុំបារម្ភអីក្រុមហ៊ុនដេញថ្លៃហៅធានរបស់តម្លៃជូនលោកដោយយុត្តិធម៌បំផុតចានគោមួយគូនេះតម្លៃមួយយ៉ាងតិចក៏80,000យ៉នដែរ80,000យ៉នលោកកៅសូមរងចាំបន្តិចសិនលោកកៅតើលោកប្រកបរបរអ្វីដែរខ្ញុំគ្រាន់តែជាអ្នកដឹកជញ្ជូនអាហារប៉ុណ្ណោះរបស់ទាំងនេះជាវត្ថុដែលគ្រួសារខ្ញុំប្រមូលទុកខ្ញុំគ្រាន់តែយកមកឲ្យពិនិត្យមើលសិនទេតើលោកចង់មានន័យថានៅផ្ទះរបស់លោកមានវត្ថុបុរាណផ្សេងមែនហើយគ្រាន់តែប៉ុន្មានថ្ងៃនេះខ្ញុំខ្វះលុយទើបយកមកលក់សិនពីលោកកៅតើលោកចង់លក់ចានគង់ទាំងពីរនេះដោយរបៀបណាបើលោកទុកឲ្យយើងដេញថ្លៃតម្លៃប្រហែលជាអាចគ្រាន់តែត្រូវរងចាំដល់ចុងក្រោយទើបអាចដេញថ្លៃបើខ្ញុំលក់ដាច់ភ្លាមតែចេះចុះលោកកៅនេះជាលើកទី1ដែលយើងដើម្បីបង្ហាញពីចានគង់ទាំងពីរនេះយើងនឹងទិញយកសរុបជូនលោក1.5លានមិនកាត់ថ្លៃសេវាអ្វីទាំងអស់តើលោកយកប្រតិយុទ្ធធម៌ទោះជាដេញថ្លៃហើយកាត់ថ្លៃសេវាក៏ប្រហែលជាបានប៉ុន្តែទាំងខាតពេលទៀតយកខ្ញុំលោកកៅថ្ងៃក្រោយបើលោកមានវត្ថុអ្វីចង់លក់ទៀតអាចមករកខ្ញុំបានដូចជាកំពុងយកសັບអញ្ចឹងពីអ្នកដឹកជញ្ជូនស្រាប់តែខ្លាចជាអ្នកមានស្តុកស្ដង់មានលុយច្រើនបែបនេះគួរធ្វើអ្វីទៅទិញផ្ទះទិញឡានត្រូវហើយទិញផ្ទះ
ហើយខ្លួនប្រាំទាំងមូលមានលុយមិនដល់200ផងលោកចង់មកមើលផ្ទះមែនទេបាទខ្ញុំមកមើលផ្ទះបើមានផ្ទះស្រាប់កាន់តែល្អនេះគឺជាប្រភេទផ្ទះមាត់ទន្លេដែលយើងកំពុងលក់ដាច់ខ្លាំងបន្ទប់ទទួលភ្ញៀវមានកម្ពស់ដល់ទៅ3ពាក់ដោយប្រព័ន្ធផ្ទះឆ្លាតវៃពេញមួយខ្នងក៏ល្អដែរមើលបរិសម្នាក់នេះស្លៀកពាក់ធម្មតាមើលទៅដូចជាមកដើរលេងកំសាន្តតែមុខមាត់គាត់សង្ហាដែរតែចុងក្រោយក៏ខ្ជិះខ្ជីពេលវេលាដែរនឹងមានតែបុគ្គលិកថ្មីម្នាក់នេះទេដែលខំទៅរវីរវល់ជាមួយលោកជួយពិនិត្យមើលប្លង់ផ្ទះនេះបន្តិចទៅអូខេមិនបាច់គិតច្រើនទេខ្ញុំទិញយកតែម្ដងចុះមានរឿងអីមែនទេមានបញ្ហាត្រង់ណាគ្មានបញ្ហាទេតើលោកត្រូវការឲ្យខ្ញុំជួយកញ្ញាប្រាក់កម្ចីទេបងផ្ដាច់ខ្ញុំបងផ្ដាច់តែម្ដងបងផ្ដាច់មែនទេគាត់មានលុយច្រើនដល់ថ្នាក់ណាខ្ញុំនឹងទៅរៀបចំឯកសារឲ្យលោកភ្លាមអូចាំបន្តិចក្រោយពេលប្រគល់ផ្ទះថ្មីរួចរាល់អ្នកជួយទិញសាច់ជ្រូកខ្លះយកទៅដាក់ក្នុងទូទឹកកកផ្ទះថ្មីរបស់ខ្ញុំបានទេសាច់ជ្រូកមែនហើយក្នុងទូវត្តទី60សាច់ជ្រូកគឺជារបស់មានតម្លៃខ្លាំងណាស់សំជាផ្ទះវីឡាជាន់ខ្ពស់មែនទេសភាពស្អាតខ្លាំងណាស់ចាំថ្ងៃក្រោយពេលខ្ញុំបិទហាងតូចរបស់ប៉ាខ្ញុំនឹងនាំគាត់មកនៅទីនេះជាមួយគ្នាចានគុំបុរាណពីរនេះរកលុយបានរាប់សែនយ៉នក្នុងមួយថ្ងៃតែសវត្សទី60នៅមានរឿងភ្ញាក់ផ្អើលអ្វីទៀតឲ្យតែខ្ញុំយកស្បៀងទៅដោះដូរជាមួយអ្នកដទៃនោះគឺជាការរកស៊ីដែលចំណេញសុទ្ធសាធខ្ញុំនឹងយកអង្គទៅខ្លះសិនហូមានអង្គទាំងនេះហើយជំហានបន្ទាប់គឺត្រូវស្វែងយល់ពីស្ថានភាពក្នុងភូមិនេះឲ្យបានធ្វើបែបនេះខ្ញុំនឹងអាចប្រមូលទិញវត្ថុបុរាណបានកាន់តែងាយស្រួលហេហេតើអ្នកគឺជាបងស៊ឺយូមែនទេស្អាតណាស់បើអាចរៀបការជាមួយនារីបែបនេះពិតជាល្អណាស់អ្នកគឺជាបងស៊ឺយូដែលទើបមកនៅថ្មីមែនទេឲ្យខ្ញុំជួយអ្នកណាអរគុណបងដែលបានជួយខ្ញុំកាលពីព្រឹកមិញមិនអីទេយឺតណាប្រយ័ត្នផងវាសាមញ្ញបែបនេះមែនទេមែនហើយវាសាមញ្ញទេបើអ្នកប្រើវាញឹកញាប់នឹងចេះហើយបងស៊ឺយូសំណាងហើយដែលមានបងនៅទីនេះបងស៊ឺយូតើផ្ទះបងនៅណាដែរខ្ញុំក៏មិនសូវដឹងដែរដឹងតែភ្ញាក់មកក៏ឃើញខ្លួនឯងនៅខាងក្រៅបាត់ហើយសំណាងហើយដែលអ្នកភូមិជួយសង្គ្រោះខ្ញុំចុះបងស៊ឺយូមានសង្សារនៅលែងទៅដងទឹកទៀតហើយឈប់ដងទឹកហើយបងស៊ឺយូបងមានសង្សារនៅហេហេពីមុនខ្ញុំគ្រាន់តែជាអ្នកដឹកជញ្ជូនធម្មតាម្នាក់គ្មានលុយគ្មានសង្សារតែឥឡូវមិនដូចមុនទេក្នុងសម័យកាលលំបាកនេះអង្គនិងសាច់ជ្រូកទាំងនេះគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតអាចយកទៅដូរយករបស់មានតម្លៃបានតែខ្ញុំនៅតែក្នុងភូមិរហូតពិបាកនឹងយកអង្គទៅដូរជាមួយអ្នកដទៃណាស់ខ្លាចគេសួររកប្រភពរបស់របរទាំងនេះបើមានទូនីតិជាអ្នកទិញទំនិញហេហេឲ្យតែខ្ញុំអាចខ្លាយជាអ្នកទិញទំនិញបានបញ្ហាគ្រប់យ៉ាងនឹងដោះស្រាយបានហើយហេហេលោកមេភូមិគឺខ្ញុំអាហ្វឺខ្ញុំមិនមែនឲ្យកូនស្រីផ្ទះប៉ាននាំអញទៅកាប់ស្មៅនៅលើភ្នំទេហោះអញមកធ្វើអីនៅទីនេះលោកមេភូមិខ្ញុំទើបតែនឹកឃើញថាខ្ញុំនៅមានពូមួយអ្នកក្នុងក្រុងគាត់ជាមេការធំនៅក្នុងរោងចក្រខ្ញុំចង់ទៅសួរនាំរឿងរ៉ាវរបស់ខ្ញុំបន្តិចមេការមិនបានទេអញត្រូវនៅធ្វើការក្នុងភូមិឲ្យល្អចុងឆ្នាំនេះពូនឹងរកប្រពន្ធឲ្យឯងលោកមេភូមិពិបាកណាស់ទើបខ្ញុំដឹងថាមានពូក្នុងក្រុងខ្ញុំត្រូវតែទៅសួរនាំរឿងខ្លួនឯងខ្លះហើយអញមិនបានកុហកខ្ញុំទេមែនទេមិននឹងហ៊ានកុហកលោកមេភូមិបើគ្មានលិខិតបញ្ជាក់តែលោកចេញឲ្យខ្ញុំទេខ្ញុំចូលទៅក្នុងក្រុងក៏ប្រហែលត្រូវគេចាប់ខ្លួនបាត់ហើយចេះគិតគូរល្អណាស់ស្អែកកូនប្រុសខ្ញុំយូស៊ីវគួងនឹងវ៉ាន់តាលឹងត្រូវទៅយករបស់នៅស្ថានីយកសិកម្មក្នុងក្រុងអញទៅជាមួយពួកគេទៅអរគុណលោកមេភូមិខ្លាំងណាស់លិខិតនេះប្រើបានតែមួយថ្ងៃប៉ុណ្ណោះល្ងាចនេះត្រូវតែត្រឡប់មកវិញណាកុំធ្វើអ្វីឈួតឲ្យសោះលោកមេភូមិកុំបារម្ភអីខ្ញុំនឹងត្រឡប់មកវិញទាន់ពេលបាទលោកពាក់អាវឲ្យក្រាស់បន្តិចទៅខ្ញុំទៅហើយណាបងស៊ីយ៉ូអូសៀវមីនមិនក៏អូនមកទីនេះបងស៊ីយ៉ូខ្ញុំស្រែកឲ្យបងយូរហើយតែគ្មានអ្នកឆ្លើយបងទៅណាដែរបងទៅជួបលោកមេភូមិមកស្អែកបងត្រូវទៅក្នុងក្រុងទៅរកពូរបស់បងនឹងចាក់ចេញពីភូមិមែនទេមិនក៏ខ្លាចបងរត់ចោលមែនទេកុំបារម្ភអីស្អែកបងគ្រាន់តែទៅក្នុងក្រុងបន្តិចទេទៅសួរនាំពូរបស់បងរឿងខ្លះល្ងាចបងនឹងត្រឡប់មកវិញហើយនេះប្រហែលជាលើកទី1ហើយតែបងនៅចិត្តស្រីបែបនេះសៀវមីនមានរឿងអីមែនទេគេនិយាយថាក្លិនខ្លួនអ្នកក្រុងខុសពីអ្នកភូមិយើងខ្ញុំគ្រាន់តែចង់ដឹងថាតើបងស៊ីយ៉ូជាអ្នកក្រុងមែនទេតាមពិតទៅអូនក៏មិនដូចអ្នកដទៃដែរ
ហួសចិត្តមែនកាត់ស្មៅរួចរាល់ហើយពេលនេះអាចត្រឡប់ទៅផ្ទះសម្រាប់បានហើយប្រយ័ត្នសៀវមីងបងខ្ញុំដូចជាក្រិចជើងហើយកុំទាន់អាល់កម្រិតអូយហាំបាត់ទៅហើយប្រហែលជាមកពីក្រិចជើងមិញនេះឯងមកបងបីអូនទៅផ្ទះអរគុណបងស៊ីយ៉ូមិនអីទេក្នុងបងស៊ីយ៉ូពិតជាកក់ក្ដៅណាស់នេះស្រាវសោះត្រូវតែរកអាហារបំពន់ឲ្យនាងខ្លះហើយដល់ផ្ទះអូនហើយបាត់មកចុះយឺតណាស់កូនស្រីកូនកាត់អីហ្នឹងប៉ាខ្ញុំមិនអីទេគ្រាន់តែក្រិចជើងពេលដើរមកផ្ទះវិញសំណាងបានបងស៊ីយ៉ូជូនមកដល់ផ្ទះអរគុណច្រើនណាស់មិនអីទេពូសៀវមីនក៏ជួយខ្ញុំច្រើនដែរបើដល់ផ្ទះហើយខ្ញុំសូមលាសិនហើយមកដល់មុខផ្ទះហើយចូលញ៉ាំបាយសិនទៅមិនបាច់ទេពូថ្ងៃនេះខ្ញុំនៅមានការបន្តិចទៀតថ្ងៃក្រោយចាំយើងណាត់គ្នាទៀតបាត់បានតើលីហើយក្មួយស្រីដើរយឺតតិចទៅពួកគេសំបីតែហូបក៏មិនគ្រប់គ្រាន់ដែរខ្ញុំមិនអាចយកស្បៀងរបស់ពួកគេបានទេចាំលើកក្រោយខ្ញុំនឹងយកសាច់និងស្បៀងទៅជូនពួកគេមិនអញ្ចឹងទេពួកគេប្រហែលជាត្រូវហូបដេកអត់ទៀតហើយហត់ណាស់បងឲ្យគ្រាន់តែដកស្មៅសោះហត់ម្លេះបើត្រូវធ្វើរាល់ថ្ងៃបែបនេះតើខ្ញុំមានពេលឯណាទៅរកទិញវត្ថុបុរាណមិនបានទេខ្ញុំត្រូវតែរកវិធីចូលទៅក្នុងក្រុងឲ្យបានដើម្បីដោះស្រាយរឿងការងារទិញទំនិញបងប្រុសសៀវខ្វាងតើបងដឹងទេថាក្នុងក្រុងយើងមានរោងចក្រប៉ុន្មានរោងចក្រណាដែលមានកម្មករច្រើនជាងគេអូរឿងនេះខ្ញុំមិនសូវដឹងច្បាស់ដែរខ្ញុំដឹងតែមានរោងចក្រស្កររោងចក្រវីនផនតែរោងចក្រដែលមានរបបអាហារល្អបំផុតគឺរោងចក្រគ្រឿងយន្តហុងស៊ីងរោងចក្រគ្រឿងយន្តហុងស៊ីងនឹងមែនទេចុះពូរបស់បងធ្វើការនៅរោងចក្រគាត់ហាក់ដូចជាធ្វើនៅរោងចក្រគ្រឿងយន្តហុងស៊ីងនឹងឯងពីនេះទៅក្រុងប្រើពេលយូរប៉ុណ្ណាប្រហែល2ម៉ោងមិនអីទេរសៀលម៉ោង3យើងជួបគ្នានៅមុខភោជនីយដ្ឋានរដ្ឋបានចាំពួកយើងរងចាំនៅទីនោះល្អតោះយើងទៅទីបំផុតក៏មកដល់ក្រុងត្រឡប់ទៅសម័យបច្ចុប្បន្នវិញយកសាច់ទាំងនេះទៅសិនគួរតែគ្រប់គ្រាន់ចាំរកឃ្លាំងទុកដាក់របស់របរបន្ថែមទៀតត្រឡប់ទៅសម័យសតវត្សទី60វិញសមិទ្ធតើយើងនៅរោងចក្រគ្រឿងចក្រហុងស៊ីងមានទទួលទិញសាច់ជ្រូកដែរឬទេសាច់ជ្រូកអីស្មានតែជារបស់ងាយរកចង់បានក៏បានភ្លាមជាសម័យទុភិកកុំថាឡើយរឿងហូបសាច់សំបីតែហូបឲ្យឆ្អែតក៏ពិបាកដែរចុះបើខ្ញុំមានមែននោះរោងចក្រគ្រឿងយន្តហុងស៊ីងយើងមិនបានហូបសាច់ជ្រូកកន្លះឆ្នាំមកហើយបើលោកមានសាច់ជ្រូកមែនកុំថាឡើយច្រើនទោះបីមានតែ1ខាំឬកន្លះគីឡូក៏ខ្ញុំសុខចិត្តលុតជង្គង់ឲ្យលោកថាប៉ាកុំខ្ញុំមិនមានកូនធំដូចលោកទេសមិទ្ធសាច់ជ្រូកកន្លះគីឡូរបស់លោកខ្ញុំគ្មាននោះទេបើអញ្ចឹងក៏ឆាប់ទៅឲ្យឆ្ងាយទៅតែខ្ញុំមានសាច់ជ្រូករាប់រយគីឡូឯណោះអ្វីទៅអ្នកមានសាច់ជ្រូកពិតមែនឬមើលចុះសាច់ជ្រូករាប់រយគីឡូនេះគ្រប់គ្រាន់ទេសម័យអត់ឃ្លានបែបនេះរកសាច់ជ្រូកមួយដុំសឹងតែមិនបានផងសូម្បីតែភោជនីយដ្ឋានធំក៏បដូរទៅលក់នំប៉ាបន្លែដែរអ្នកនេះអាចដឹកសាច់មកបានមួយរទេមិនធម្មតាទេដាច់ខាតកុំបង្កចំនួនជាមួយលោកយ៉ាងវូឆាប់សុំទោសគាត់ទៅសុំទោសផងចាប់ពីថ្ងៃនេះទៅផ្ទះសម្រាប់កន្លះខែដើម្បីកែខ្លួនបាទលោកប្រធានបងប្រុសអំបញ្ញមិញខ្ញុំខុសហើយពួកយើងមិនបានហូបសាច់ជាងកន្លះឆ្នាំមកហើយមិនអីទេបងរងចាំនៅទីនេះបន្ខ្ញុំទៅហៅប្រធានផ្នែកលទ្ធកម្មមកជួបអរគុណច្រើនដែលជួយរត់រឿងតូចតាចទេខ្ញុំគិតមិនខុសមែនក្នុងសម័យកាលខ្វះខាតនេះសាច់ជ្រូកគឺជាកូនសោដ៏សម្បីបើកផ្លូវក្នុងទីក្រុងច្រើនខែមកហើយបើនៅតែរកសាច់មិនបានទៀតប្រហែលជាខ្ញុំត្រូវបាត់បង់តំណែងនេះហើយសម័យនេះទៅរកសាច់ឯណាបានលេខសាយហេតុអ្វីមិននៅផ្នែកសន្តិសុខមកផ្នែកលទ្ធកម្មខ្ញុំធ្វើអ្វីលោកប្រធានកែវនៅមុខរោងចក្រមានក្មេងម្នាក់គេសួរថាលោកចង់ទិញសាច់ជ្រូកទេទិញសាច់ជ្រូកលោកប្រធានកែវនៅមុខរោងចក្រមានក្មេងម្នាក់គេសួរថាលោកចង់ទិញសាច់ជ្រូកទេលីស៊ីឯងចង់លេងសាច់នឹងខ្ញុំមែនទេឥឡូវនេះសាច់ជ្រូកក៏មករកបានណាស់ឯងក៏ហកខ្ញុំមែនទេតែគេមានសាច់ជ្រូកពិតមែនមានដល់ទៅរាប់រយគីឡូឯណោះពួកយើងនៅផ្នែកសន្តិសុខឃើញផ្ទាល់ភ្នែកកុំមកលេងសាច់រាប់រយគីឡូណាទៅនិយាយត្រឹម10គីឡូក៏ពិបាកជឿដែរខ្ញុំមិនចាំបាច់កុហកលោកទេគេនៅមុខរោងចក្រនឹងលេខសាយឆាប់ឡើងឆាប់អញ្ជើញគេចូលមកបាទអញ្ជើញអង្គុយចុះប្អូនប្រុសសាច់ជ្រូកទាំងនេះអ្នកយកមកពីណាងាប់ហើយភ្លេចគិតពីរឿងនេះសោះខ្ញុំដឹងថាវាជារឿងសម្ងាត់ឥឡូវនេះសាច់ជ្រូកក៏មករកបានណាស់ប្អូនប្រុសអាចរកបានបែបនេះបង្ហាញថាប្អូនពិតជាមានសមត្ថភាពមែនលោកប្រធាននេះចេះយកការងារល្អណាស់
មែនហើយតែប្អូនប្រុសបងចង់សួរមួយម៉ាត់សាច់ជ្រូកនេះប្អូននៅសល់ប៉ុន្មានទៀតលោកចង់បានប៉ុន្មានក៏ខ្ញុំមានដែរហើយខ្ញុំធានាថាមានផ្គត់ផ្គង់រហូតតែខ្ញុំអាចសុំចូលធ្វើការនៅរោងចក្របានទេហារឿងការងារងាយស្រួលទេប្អូនជួយដោះស្រាយបញ្ហាធំឲ្យរោងចក្រយើងមិនឲ្យប្អូនធ្វើការបែបនេះចុះប្អូននឹងក្លាយជាអ្នកទិញកម្រិត7ប្រាក់ខែ30 យន់ធ្លាប់តែគេថាចំនួនមុនអាចយកសាច់ជ្រូកដូរការរឿងការងារនឹងមិននឹកស្មានថាជារឿងចំណែកតម្លៃសាច់ជ្រូកវិញក្នុងគ្រាខ្វះខាតនេះទីផ្សាររងឹតលក់2 យន់ក្នុង1 គីឡូរោងចក្រប្រហែលឲ្យថ្លៃដល់ថ្នាក់នោះមិនបានទេតែបងអាចឲ្យប្អូន 1.5 យន់ក្នុង1 គីឡូទៅទីផ្សាររងឹតវាគ្រោះថ្នាក់លក់ឲ្យរោងចក្រល្អជាងរោងបាយរោងចក្រត្រូវការសាច់ជ្រូកច្រើនរាល់ថ្ងៃគ្មានបញ្ហាទេលោកប្រធានតែខ្ញុំសុំសំណូមពរតូចមួយបានទេដោយសារខ្ញុំត្រូវទៅប្រមូលទំនិញដូច្នេះខ្ញុំប្រហែលជាមិនអាចមកធ្វើការរាល់ថ្ងៃបានទេចុះរឿងចុះឈ្មោះចូលធ្វើការយកបែបនេះចុះប្អូនធ្វើការក្រោមការគ្រប់គ្រងរបស់បងមួយខែមកបង្ហាញខ្លួននៅរោងចក្រ2 ដងបានអូនយកយ៉ាងណាដែរខ្ញុំនឹងមកផ្គត់ផ្គង់ទំនិញឲ្យលោកដើមខែនឹងពាក់កណ្ដាលខែក្រៅពីធានាថាសាច់ជ្រូកមិនដាច់ខ្ញុំនឹងជូនសាច់មាន់បន្ថែមទៀតសាច់គោសាច់ត្រីអីផ្សេងលោកយកយ៉ាងណាដែរមានសាច់ច្រើនដល់ថ្នាក់នេះផងមានសាច់ច្រើនដល់ថ្នាក់នេះផងលេងបារម្ភពីរឿងរកទិញសាច់ទៀតហើយហាប្អូនប្រុសកៅឲ្យបងដំឡើងឋានៈឲ្យប្អូនជាអ្នកទិញកម្រិត8តែម្ដងប្រាក់ខែ35 យន់ទៅចុះខ្ញុំនាំបងទៅធ្វើឯកសារណាបងកៅនេះជាបានសម្គាល់ខ្លួនអ្នកទិញទំនិញពេលចេញទៅខាងក្រៅបើមានគេពិនិត្យវានឹងជួយកាត់បន្ថយបញ្ហាបានច្រើនប្រធានសេខំប្រឹងធ្វើការណារោងចក្រយើងអាចមានសាច់ជ្រូកហូបឬអត់គឺពឹងលើបងទាំងអស់ហើយអូហូបងកៅមកដល់រោងចក្រយើងប្រហែលជាផ្លាស់ប្ដូរធំហើយសំណាងហើយដែលមិនឲ្យអាសាងវូធ្វើខូចការប្រធានថ្ងៃត្រង់នេះយើងប្រហែលជាបានហូបសាច់ជ្រូកហើយចង់ហូបសាច់មែនទេចុះចាំអីទៀតទៅថ្លាបានភ្លាមតែម្ដងថ្លឹងរួចរាល់ហើយនេះជាវិកេបាត់បងកៅខ្ញុំទៅបើកលុយនៅផ្នែកហិរញ្ញវត្ថុឲ្យបងណាបងកៅសូមបងរាប់លុយមើលសិនមិនបាច់រាប់ទេយើងគ្នាឯងទាំងនោះទោះបីជាលុយជាង 1000 យន់ដូចគ្នាតែកម្លាំងទិញសម័យនេះវាខុសគ្នាបងកៅថ្ងៃត្រង់នេះទៅហូបបាយនៅរោងបាយជាមួយគ្នាទៅអូមិនបាច់ទេប្រធានបន្តិចទៀតខ្ញុំត្រូវត្រឡប់ទៅជាមួយអ្នកភូមិវិញថ្ងៃក្រោយចាំយើងណាត់គ្នាថ្មីមែនហើយប្រធានតើខ្ញុំអាចដូរយកបានទិញស្ករបានទិញក្រណាត់ឬបានទិញស្រាពីអ្នកបន្តិចទៀតខ្ញុំចង់ទៅផ្សារទិញរបស់ខ្លះដូរអីទៅនេះយកទៅទាំងអស់នេះទៅអរគុណប្រធានបើអញ្ចឹងអ្នកប្រញាប់ទៅវិញចុះខ្ញុំសុំទៅមុនហើយបានការងារធ្វើហើយខ្ញុំលែងត្រូវហត់នឿយរកពិន្ទុការងាររាល់ថ្ងៃទៀតហើយនឹងមានពេលច្រើនទៅរកវត្ថុបុរាណមែនហើយត្រូវប្រញាប់ទៅផ្សារទិញរបស់របរសួស្ដីអ្នកលក់ខ្ញុំទិញនំស្ករខ្លះហើយស្រាមកបរទេសមួយ10ផងនៅមានស្ករគ្រាប់ដាក់បាយទូដែរឬទេបើមានយក1 គីឡូមកហើយកាត់ក្រណាត់ឲ្យខ្ញុំខ្លះផងហើយយកស្បែកជើងនារីមួយគូអ្នកទិញច្រើនម្លេះមានលុយនឹងបានគ្រប់គ្រាន់ទេរាប់មើលទៅក្នុងនេះមានបានស្ករបានក្រណាត់និងបានស្រាតាគ្រប់ទេបើអ្នកមានបានច្រើនម្លេះខ្ញុំនឹងរៀបចំដាក់អីវ៉ាន់ឲ្យអ្នកភ្លាមអរគុណចុះហេតុអ្វីបានជាស្ថានីយកសិកម្មមនុស្សច្រើនម្លេះពួកយើងតម្រង់ជួយយូរណាស់ទើបដល់វេនរងចាំដល់ពេលនេះខ្ញុំឃ្លានចង់ស្លាប់ទៅហើយនេះញ៉ាំទៅនេះជានំស្ករដែលខ្ញុំទើបតែទិញពីសហករណ៍ហើយនេះស្ករគ្រាប់ទន្សាយទៀតញ៉ាំទ្របពោះទៅប្អូនប្រុសកៅតើប្អូនរកពូឃើញហើយឬនៅតើរបស់ទាំងនេះគាត់ទិញឲ្យប្អូនមែនទេរកឃើញហើយគាត់ជាប្រធានផ្នែកលទ្ធកម្មនៃរោងចក្រគ្រឿងចក្រហុងស៊ីងគាត់ថែមទាំងជួយរកការងារឲ្យខ្ញុំជាបុគ្គលិកផ្នែកលទ្ធកម្មប៉ុន្មានថ្ងៃទៀតខ្ញុំនឹងទៅធ្វើការហើយអញ្ចឹងមិនមែនប្អូនខ្លាចជាអ្នកក្រុងហើយមែនទេឥឡូវនេះនៅមិនទាន់ទេខ្ញុំត្រូវត្រឡប់ទៅភូមិដើម្បីឲ្យពុកប្អូនចេញលិខិតបញ្ជាក់សិនរួចទៅសាលាសង្កាត់ក្នុងក្រុងដើម្បីផ្ទេរឈ្មោះចូលទើបអាចចាត់ទុកថាជាអ្នកក្រុងពិតប្រាកដមកញ៉ាំទៅឲ្យប្អូនញ៉ាំដែរយកទៅច្រើនបន្តិចទៅវាងមានរឿងអ្វីកើតឡើងមានរឿងអ្វីនិយាយមកលោកនាយកលោកបើកប្រអប់បាយមើលដោយខ្លួនឯងទៅតើនេះវាជារឿងអ្វីតើអង្ករល្អនឹងសាច់ជ្រូកនេះបានមកពីណាថ្ងៃនេះប្រធានកៅមកជួបលោកខ្ញុំឃើញលោកមីញ៉ាពេកក៏មិនឲ្យគាត់រំខានអ្នកណាទៅដឹងថ្ងៃត្រង់នេះបុគ្គលិករោងចក្រយើងបានហូបសាច់ជ្រូកទាំងអស់គ្នាកៅហ៊ូនេះពិតជាមានសមត្ថភាពមែន
ទីបំផុតក៏រកសាច់ជ្រូកមកឲ្យរោងចក្រយើងបានទៅហៅគាត់មកជួបខ្ញុំលោកនាយកអាហារថ្ងៃត្រង់ថ្ងៃនេះយ៉ាងម៉េចដែរខ្ញុំបានផ្ដាំគេឲ្យរងាស់យូរជាងធម្មតានិយាយមកតើវាជារឿងអ្វីសូម្បីតែក្នុងក្រុងក៏រកសាច់ជ្រូកបានច្រើនម្ល៉េះដែរតើអ្នករកវាបានដោយរបៀបណានេះជាក្មួយប្រុសឆ្ងាយរបស់ខ្ញុំជាអ្នកយកមកឲ្យយ៉ាងណាក៏ដោយកៅដូចជាខ្ញុំដែរគឺត្រកូលកៅចាត់ទុកគេដូចជាក្មួយបង្កើតរបស់ខ្ញុំទៅធ្វើបែបនេះខ្ញុំនឹងកាន់តែមានតម្លៃក្នុងភ្នែកលោកនាយករោងចក្រអ្នកធ្វើរឿងនេះបានល្អណាស់ទោះបីគេជាក្មួយរបស់អ្នកក៏ដោយតែការជ្រើសរើសមនុស្សពូកែមិនចាំបាច់រើសតែសាច់ញាតិត្រូវតែមើលថែលោកនាយករោងចក្រឲ្យបានល្អរោងចក្រយើងនៅសល់ទូរទស្សន៍ខ្មៅប៉ុន្មានគ្រឿងទៀតមែនទេខ្ញុំចង់ផ្ដល់រង្វាន់មួយគ្រឿងឲ្យកៅតូចគួរតែផ្ដល់រង្វាន់ឲ្យហើយសម័យកាលលំបាកនេះមិនដឹងអូសបន្លាយប៉ុន្មានឆ្នាំទៀតត្រូវតែធានាការផ្គត់ផ្គង់សម្ភារៈក្នុងរោងចក្រយើងចាំយើងបើកកិច្ចប្រជុំពិភាក្សាគ្នាជឿថាអ្នកទាំងអស់គ្នាមិនជំទាស់ទេចាប់ពីពេលនេះទៅអ្នកណាហ៊ានមករករឿងផ្នែកលទ្ធកម្មខ្ញុំទៀតខ្ញុំនឹងឲ្យគេដឹងដៃដោយសារជំនួយពីប្អូនកៅប្រហែលជាខ្ញុំអាចឡើងតំណែងបានទៀតអ្នកលទ្ធកម្មកម្រិត8អូហូពិតជាមិនធម្មតាមែនប្រាក់ខែប៉ុណ្ណឹងគឺច្រើនណាស់កៅតូចអនាគតនៅទីក្រុងខំប្រឹងធ្វើការណាមានអ្វីឲ្យជួយប្រាប់ពូបានខ្ញុំមិនទាន់ប្រកាសថាទៅរស់នៅទីក្រុងល្អឥឡូវខ្ញុំដឹកសម្ភារៈឲ្យរោងចក្រមួយខែទៅ2ដងគឺគ្រប់គ្រាន់ហើយខ្ញុំទៅរស់នៅកន្លែងចង្អៀតណែនណានតាន់តាប់នោះរាល់ថ្ងៃរំខានណាស់ពូនេះជាសាច់មាន់សាច់គោដែលពូខ្ញុំហើយក៏មានស្រាមួយដប់ដែរអរគុណដែលពូទួខ្ញុំឲ្យខ្ញុំនៅធ្វើការក្នុងទុកខ្ញុំឲ្យនៅភូមិទៅផ្ទះជាមួយពូឲ្យមីងធ្វើម្ហូបឆ្ងាញ់ឲ្យញ៉ាំក្នុងសម័យកាលលំបាកបែបនេះបានញ៉ាំសាច់មិនមែនជារឿងងាយទៅផ្ទះយើងមកក្មួយស្រាម៉ៅបរទេសតម្លៃ8យ៉ន1អូហូរបស់នេះត្រូវមានបានទិញទៅបានពូចូលចិត្តប្រមូលផ្ទាំងគំនូដែរឬអូយគំនូនោះមិនមែនរបស់ពូទេពេលពូទៅយកពូជនៅស្ថានីយ៍កាលពីមុនគេដឹកផ្ទះអ្នកមានពូឃើញក៏រើសបានមកមួយផ្ទាំងក៏យកមកព្យួរនៅនេះមួយផ្ទាំងទៀតទុកនៅផ្ទះក្មួយចូលចិត្តយកទៅទាំងអស់ចុះធ្វើបែបនេះមិនសូវសមទេពូចុះបើខ្ញុំសុំទិញពីពូវិញអីគេទៅជាមួយពូកុំនិយាយរឿងលុយកាក់អីក្នុងសម័យកាលលំបាកបែបនេះថ្ងៃក្រោយនៅត្រូវពឹងពាក់ក្មួយជួយភូមិយើងទៀតទៅមែនហើយស៊ឺពូឃើញកូនស្រីផ្ទះត្រកូលផានគេមើលទៅស្រឡាញ់ក្មួយណាស់ចង់ឲ្យពូជួយដណ្ដឹងឲ្យទេពូយូធ្វើអីក៏លឿនម្លេះម្យ៉ាងទៀតខ្ញុំចាស់ជាងគេដល់ទៅ10ឆ្នាំឯណោះក្នុងភូមិយើងអាយុ15មួយឆ្នាំរៀបការជារឿងធម្មតាមិនមែនឆ្នាំនេះខ្វះខាតស្បៀងទេខ្ញុំក៏ឲ្យប៉ាខ្ញុំទៅដណ្ដឹងប្រពន្ធឲ្យដែរគ្មានផ្ទះណាមានស្បៀងសល់ទេបើបន្ថែមមាត់គឺឃ្លានទាំងអស់គ្នាហើយតែបងដានក្មួយជាអ្នកទិញទំនិញមានទាំងស្បៀងមានទាំងប្រាក់ខែរឿងនេះប្រកាសជាបានសម្រេចស៊ឺក្មួយគ្មានឪពុកម្ដាយចុះបើក្មួយទទួលពូជាឪពុកធម៌ពេលក្មួយទៅដណ្ដឹងប្រពន្ធវាក៏សំរុំដែរក្មួយយកយ៉ាងណាដែរបែបនេះវាមិនសមទេដឹងមានអីមិនសមនោះក្មួយទទួលពូជាឪពុកយើងក៏ខ្លាចជាបងប្អូនថ្ងៃក្រោយអាចជួយគ្នាបានរងចាំបន្តិចពូទៅយកគំនូទី2ឲ្យពិតមែនហើយខ្ញុំនៅសម័យសតវត្សទី60គ្មានបងប្អូនសោះបើតួគាត់ជាឪពុកវាមានប្រយោជន៍សម្រាប់ខ្ញុំក្នុងការរស់នៅទីនេះជាពិសេសខ្ញុំនៅត្រូវប្រមូលទិញវត្ថុបុរាណទៀតម្យ៉ាងទៀតគ្រូសាពូយូក៏ល្អជាមួយខ្ញុំខ្លាំងណាស់មិនដឹងថាគំនូពីរផ្ទាំងនេះយ៉ាងណាដែរឪពុកធွာបងខ្វាងមេឃងឹតហើយខ្ញុំសុំត្រឡប់ទៅវិញសិនហើយធ្វើដំណើរដោយប្រយ័ត្នប្រយែងផងបានហើយខ្វាងកូនធ្វើបានល្អណាស់ថ្ងៃនេះឥឡូវស៊ឺបានខ្លាយជាអ្នកទិញទំនិញហើយក្នុងសម័យកាលលំបាកដែលគ្មានស្បៀងនេះវាជារឿងធំខ្លាំងណាស់ថ្ងៃក្រោយបើមានគេជួយយើងយ៉ាងហោចណាស់ក៏អាចសង្គ្រោះជីវិតមនុស្សបានខ្លះប៉ាខ្ញុំយល់ហើយថ្ងៃក្រោយគេគឺជាបងប្អូនបង្កើតរបស់ខ្ញុំលោកអ្នកគ្រប់គ្រងវាងខ្ញុំមានគំនូមួយផ្ទាំងចង់លក់មិនដឹងថាអ្នកចាប់អារម្មណ៍ទេពិតជាចាប់អារម្មណ៍ដែរលោកប្រធានកៅតើលោកទំនេរពេលណាដែរតើលោកអាចមកបានពេលណាដែរខ្ញុំចាំទទួលលោកនៅក្រុមហ៊ុនជានិច្ចតើបានទេបានចាំបន្តិចទៀតខ្ញុំទៅដល់ហើយបាទលោកនាយកឌីងរឿងលើកមុននោះម្ចាស់ចានប៉ូសេឡែនដែលលោកបាននិយាយដល់លើកនេះគាត់មកលក់វត្ថុបុរាណទៀតហើយគឺជារូបគំនូមួយផ្ទាំងខ្ញុំចង់ដឹងណាស់ថាលើកនេះគាត់នឹងយកអ្វីមកលក់គាត់មកដល់ហើយតើគាត់នៅណាមិនក៏ខ្ញុំមិនឃើញកុំប្រាប់ណាថាជាមនុស្សជិះម៉ូតូអគ្គិសនីម្នាក់នោះមែនហើយគឺគាត់នឹងឯងមនុស្សដែលលក់ចានប៉ូសេឡែនបានលុយមួយសែននឹងមានតម្លៃរាប់លាននោះជិះត្រឹមតែម៉ូតូអគ្គិសនីមួយគ្រឿងនឹងមែនទេសួស្ដីលោកកៅសូមស្វាគមន៍ខ្ញុំសូមណែនាំឲ្យស្គាល់នេះគឺលោកនាយកឌីងមកពីក្រុមហ៊ុនកំសាន្តវូយូលោកនាយកឌីងនេះគឺលោកកៅសូមអញ្ជើញនេះជារូបគំនូមួយទៀតដែលខ្ញុំយកមកសូមគ្រប់គ្នាពិនិត្យមើលចុះម្នាក់នេះមិនចេះស្រឡាញ់របស់មានតម្លៃសោះមិនខ្លាចខូចគំនូទេអីមិនដឹងថាលើកនេះជារបស់មានតម្លៃអ្វីទេមើលមុខគាត់ចុះគំនូពីរផ្ទាំងនេះមិនមែនរបស់ខ្លាំងៗទេម្នាក់នេះជាអ្នកណាមិនក៏អាចមានរបស់បែបនេះបាន
លោកកៅបន្ទាប់ពីខ្ញុំបានពិនិត្យហើយគំនូរនេះគឺជាស្នាដៃពិតរបស់វិចិត្រកល្បីចំណែកផ្ទាំងនេះវិញគឺជារបស់ពិតនៃអក្សរសិល្ប៍ឡានធីងទាំងពីរផ្ទាំងនេះសុទ្ធតែជារបស់ពិតតាមបទពិសោធន៍យើងគឺសុទ្ធតែជារបស់ពិតទាំងអស់គំនូរទាំងពីរនេះជារបស់លោកមែនទេមែនគំនូរទាំងពីរនេះជារបស់លោកមែនទេមែននេះសុទ្ធតែជារបស់ដែលខ្ញុំទុកក្នុងផ្ទះថ្ងៃនេះឆ្លៀតមកមើលដើម្បីសម្រេចចិត្តថានឹងលក់ផ្ទាំងខ្ញុំមើលមនុស្សខុសហើយអ្នកដែលរក្សាទុករបស់មានតម្លៃបែបនេះបានប្រហែលជាមិនមែនមនុស្សធម្មតាទេប្រហែលជាកូនអ្នកមានស្តុកស្ដំណាម្នាក់លោកកៅសម្រាប់គំនូរផ្ទាំងនេះក្រុមហ៊ុនដេញថ្លៃយើងអាចឲ្យតម្លៃ 60000 ចំណែកអក្សរសិល្ប៍ឡានធីងនេះវិញខាងយើងអាចផ្ដល់តម្លៃពី30ទៅ350000 យ៉នតែថាគំនូររបស់វ៉ងខៃឆេមិនអនុញ្ញាតឲ្យដាក់ដេញថ្លៃជាសាធារណៈទេប៉ុន្តែបើលោកចង់លក់ខាងយើងអាចទិញចូលក្នុងតម្លៃ35000 យ៉ន35000ទោះបីតែបើខ្ញុំលក់ទៅថ្ងៃក្រោយប្រកាសជាស្ដាយក្រោយទុកវាសិនទៅលោកអ្នកគ្រប់គ្រងគំនូរឡានធីងនេះខ្ញុំមិនទាន់លក់ទេលក់តែគំនូរខុងសិនហ្គួននេះចុះលោកកែវគំនូររបស់វ៉ងខៃឆេបើមិនបានរក្សាទុកឲ្យល្អទេអាចនឹងខូចខាតបានមិនអីទេខ្ញុំលក់តែគំនូរដើមរបស់ថេងបូហ៊ូនេះមួយបានហើយគួរឲ្យស្ដាយណាស់គំនូរឡានធីងនេះទោះចង់ទិញក៏ទិញមិនបានដែរតែសំណាងហើយដែលមានគំនូររបស់ថេងយិនលោកកែវគំនូរខុងសិនហ្គួននេះលក់ឲ្យខ្ញុំក្នុងតម្លៃ150,000 យ៉នបានទេចាត់ទុកថាជាការរាប់អានគ្នាទៅនេះលោកកែវខាងយើងអាចឲ្យតម្លៃ180,000 យ៉នសូមទោសផងលោកដេងគំនូរនេះខ្ញុំសម្រេចចិត្តលក់ឲ្យក្រុមហ៊ុន Vision វិញថ្ងៃក្រោយចាំយើងសហការគ្នាទៀតវាលើសពីលុយដែលខ្ញុំអាចចំណាយបានទៅទៀតគួរឲ្យស្ដាយគ្រាន់តែពាក្យថាចង់រាប់អានក៏ចង់ឲ្យខ្ញុំបញ្ចុះតម្លៃដែរលោកគិតច្រើនពេកហើយកាន់នេះដែរមែនទេបាទដូចរាល់ដងព្រឹកស្អែកនេះខ្ញុំនឹងរៀបចំមនុស្សឲ្យផ្ទេរប្រាក់ចំនួនយ៉នទៅទីនោះភ្លាមអូអ្នកនាងយើងជួបគ្នាទៀតហើយបើមិនមែនដោយសារជើងវែងនេះទេខ្ញុំប្រហែលជាមិនស្គាល់អ្នកនាងទេមានរឿងអីហ្នឹងអ្នកណាធ្វើឲ្យអ្នកនាងខឹងខ្ញុំមិនអីទេចុះហេតុអ្វីអ្នកនាងយំទាំងអស់នេះព្រោះតែអ្នកចាប់តាំងពីលក់ផ្ទះនោះឲ្យអ្នកមកខ្ញុំក៏ត្រូវមិត្តរួមការងារចំណាយនឹងរករឿងខ្ញុំទ្រាំលែងបានក៏សម្រេចចិត្តឡាឈប់មិនក៏មានរឿងបែបនេះទៅវិញថ្ងៃនេះខ្ញុំទើបរកលុយបានខ្លះបន្តិចទៀតខ្ញុំនាំអ្នកនាងទៅញ៉ាំអីចាត់ទុកថាជាការសងជំងឺចិត្តចុះយកព្រមទេតើមានអ្នកណាគេចង់ញ៉ាំអាហារពេលយប់របស់អ្នកដែរខ្ញុំត្រូវទៅរកការងារធ្វើពេលវិស្មការទៀតរកការងារធ្វើពេលវិស្មការពិបាកណាស់មែនទេខ្ញុំទៅសម្ភាស4-5កន្លែងហើយគេថាខ្ញុំធ្វើការតែពេលវិស្មការគេបដិសេធភ្លាមតែម្ដងខ្ញុំកំពុងរកជំនួយការម្នាក់ដែរចុះមកធ្វើការឲ្យខ្ញុំទៅពិតមែនឬបើខ្ញុំទៅបានប្រយោជន៍អ្វីពិតជាមនុស្សចម្លែកមែនទាំងដែលខ្លួនមានលុយច្រើនសន្ធឹកសន្ធាប់តែបែរជាជិះម៉ូតូអគ្គិសនីតូចមួយបើជាអ្នកអតីប្រហែលជាជិះឡានទំនើបដើរញ៉ែស្រីបាត់ទៅហើយនិយាយអញ្ចឹងមិនទាន់មានកន្លែងស្នាក់នៅមែនទេទៅផ្ទះខ្ញុំទៅនេះសអ្នកដឹងកន្លែងមែនទេផ្ទះនោះខ្ញុំជាអ្នកលក់ឲ្យអ្នកតើចុះហេតុអ្វីខ្ញុំមិនដឹងទៅបានហើយឡើងម៉ូតូមកអបឲ្យជាប់ណាគ្រោះថ្នាក់ណាស់អូលោកអូព្រឹកព្រលឹមបែបនេះលោកមកធ្វើអ្វីដែររឿងល្អខ្ញុំមកនិយាយដណ្ដឹងកូនក្រមុំខ្ញុំមិនយល់ព្រមទេអូយអ្នកទាំងពីរស្ដាប់ខ្ញុំនិយាយឲ្យចប់សិនទៅកុំតន់អើបដិសេធអីរឿងវាបែបនេះកាលពីម្សិលមិញពួកយើងទាំងពីរនាក់បានទទួលសៀវស៊ឺជាកូនធွာសៀវស៊ឺជាក្មេងល្អម្នាក់ម្សិលមិញគេទៅរកពូនៅឯក្នុងក្រុងហើយក៏បានចូលធ្វើការនៅរោងចក្រគ្រឿងចក្រហុងស៊ីងធ្វើជាអ្នកទិញទំនិញលោកអូលោកមកនិយាយដណ្ដឹងជំនួសសៀវកៅមែនទេបើជាបងស៊ឺយូខ្ញុំយល់ព្រមហាហាល្អណាស់យល់ព្រមហើយល្អហើយអញ្ចឹងពួកយើងត្រឡប់ទៅរៀបចំថ្ងៃល្អដើម្បីនាំសៀវស៊ឺមកដណ្ដឹងបានកូនប្រសាធ្វើការក្នុងក្រុងបែបនេះជារឿងដែលគួរឲ្យចង់បានណាស់មិនដឹងថាបងស៊ឺយូចូលចិត្តខ្ញុំដែរឬអត់ទេប៉ាខ្ញុំញ៉ាំឆ្អែតហើយខ្ញុំទៅធ្វើការសិនហើយលោកពូលាហើយម្នាក់នេះប្រកាសជាទៅរកសៀវកៅហើយមើលទៅហាចាំបន្តិចតើខ្ញុំគួរតែសួរត្រង់ឬក៏សួរត្រង់តែម្ដងទៅបងស៊ឺយូសួស្ដីសៀវមីហេតុអ្វីបានជាអូនមកទីនេះព្រឹកនេះមេភូមិមកដណ្ដឹងខ្ញុំដល់ផ្ទះបងស៊ឺយូបងចង់រៀបការជាមួយអូនមែនទេម្យ៉ាងទៀតបងឥឡូវជាអ្នកទិញទំនិញផងអ្នកដែលមកដណ្ដឹងបងប្រហែលជាជន់មាត់ទ្វារផ្ទះបងសឹកអស់ហើយអូសៀវមីអូនស្អាតបែបនេះបងចង់រៀបការជាមួយអូនពិតមែនទេបងស៊ឺយូចុះបើថ្ងៃក្រោយបងទៅក្នុងក្រុងតើអូនត្រូវធ្វើម៉េចពិតជាត្រូវនាំអូនទៅជាមួយហើយនឹកស្មានមិនដល់សោះកាលពីមុនបងគ្រាន់តែជាអ្នកដឹកជញ្ជូនតែគ្មានអ្វីសោះសូម្បីតែមិត្តស្រីក៏មិនហ៊ានរកបងស៊ឺយូអូនទៅធ្វើការសិនហើយលាហើយចាស់លាហើយសៀវមីស្គាល់នឹងស្បែកជើងដែលបងឲ្យមិនទាន់យកទៅទេអូមិនក៏អូនភ្លេចទៀតហើយមែនហើយការងាររបស់សៀវមីក៏ត្រូវតែជួយរកឲ្យដែរបើមិនអញ្ចឹងទេធ្វើការរាល់ថ្ងៃហត់នឿយខ្លាំងណាស់
ហើយស្បែកក៏ងាយនឹងគ្រើមទៀតពេលនេះគ្មានការអ្វីទេត្រឡប់ទៅសម័យទំនើបសិនចុះគ្មានទូរស័ព្ទប្រើពិតជាគួរឲ្យធុញមែនត្រឡប់ទៅសម័យទំនើបវិញដល់ពេលត្រូវទិញឡានឲ្យខ្លួនអញហើយមានអ្នកស្រុកមកទៀតហើយមិនដឹងទេថាទីនេះជាកន្លែងកម្រិតណាបងកំពុងមើលអ្វីហ្នឹងកំពុងមើលមនុស្សលំដាប់អភិជនម្នាក់កំពុងសម្ដែងជាមនុស្សធម្មតាបងមិនមែនចង់និយាយពីគេទេទោះបីជាសង្ហាក៏ដោយតែគេស្លៀកពាក់ធម្មតាណាស់ថែមទាំងមើលទៅហួសសម័យទៀតនេះគឺជាអភិជនលោកកៅយើងជួបគ្នាទៀតហើយលោកមកទិញឡានមែនទេអូលោកឌីងខ្ញុំគ្រាន់តែមកដើរមើលលេងទេចុះនេះជាប្អូនស្រីខ្ញុំសួស្ដីកូនអ្នកមានម្នាក់នេះហេតុអ្វីក៏ក្រអឺតក្រទុំម្លេះហើយមិនបាច់ខ្វល់ទេវាមិនពាក់ព័ន្ធនឹងខ្ញុំទេអញ្ចឹងលោកដើរមើលតាមសម្រួលខ្ញុំទៅមើលខាងនោះបន្តិចលោកកៅនេះជាឡានស្ពណ៌ម៉ូដែលថ្មីបំផុតរបស់លោកឆ្នាំនេះនៅកន្លែងយើងមានតែមួយគ្រឿងលោកកៅគាត់ទិញឡាននេះដោយប្រើការទូទាត់លុយភ្លាមគាត់ទិញមែនហ៎បងគាត់ជាអ្នកមានលាក់មុខមែនទេរឿងធម្មតាទេកាលពីនៅកន្លែងដេញថ្លៃគាត់យកគំនូពីផ្ទាំងដែលមានតម្លៃសរុប50,000 យ៉នតែគាត់លក់តែមួយផ្ទាំងតម្លៃ15កាលពីប៉ុន្មានចានប៉ូសេឡែន2ដែលខ្ញុំទិញអស់ជាង10,000 យ៉នក៏គាត់ជាអ្នកលក់ឲ្យដែរបើអញ្ចឹងមែនគាត់ពិតជាអ្នកមានលាក់មុខមែនលោកម្ចាស់នេះកាត់របស់លោកនេះជាកិច្ចសន្យារបស់លោកកៅតើឲ្យខាងយើងដឹកឡានទៅជូនដល់ផ្ទះលោកឬលោកមកយកដោយខ្លួនដឹកយកទៅឲ្យខ្ញុំនៅផ្ទះទៅលោកកៅនេះជាលេខទំនាក់ទំនងរបស់ខ្ញុំបើលោកត្រូវការអ្វីអាចតាក់ទងខ្ញុំបានគ្រប់ពេលបានតិចទៀតខ្ញុំផ្ញើអាសយដ្ឋានឲ្យអាសយដ្ឋាននេះគឺជាផ្ទះវីឡាដ៏ប្រណីតបំផុតក្នុងក្រុងគាត់ប្រហែលជាកូនអ្នកមានមុខមាត់ធំដុំហើយខ្ញុំហាក់ដូចជាបាត់បង់ឱកាសស្គាល់គាត់ហើយពេលគាត់ទៅមកដល់ខ្ញុំបានប្រាប់អ្នកហើយតែអ្នកមិនជឿខ្ញុំមើលទៅអ្នកទាំងពីរគ្មានវាសនាជាមួយគ្នាទេមិនបានទេខ្ញុំមិនអស់ចិត្តទេខ្ញុំត្រូវតែស្គាល់គាត់ឲ្យបានខ្ញុំមិនជឿថាខ្ញុំតាមមិនទាន់គាត់ទេបើនៅក្រុងរស់នៅស្រួលបែបនេះចុះបើខ្ញុំត្រឡប់ទៅផ្ទះសម័យឆ្នាំ60វិញតើមិនលំបាកខ្លាំងទេហ៎មិនបានទេខ្ញុំត្រូវរកវិធីសាងសង់ទ្រព្យសម្បត្តិខ្លះទើបសម្មុខសម្មាត់ពេលរៀបការជាមួយសៀវមីនចម្លែកណាស់លើកមុនមកក្រុងខ្ញុំចាំផ្លូវច្បាស់ណាស់មកពីទីនេះគ្មានកន្លែងសម្គាល់សោះសួស្ដីអ្នកទាំងពីរខ្ញុំមកពីក្រុមទី6ស៊ីនហុងចង់ទៅក្នុងក្រុងតើអ្នកទាំងពីរដឹងផ្លូវទៅទេពួកយើងមកពីក្រុមទី4ស៊ីនហុងភូមិនៅក្បែរអ្នកនឹងពួកយើងក៏កំពុងទៅស្ថានីយ៍គ្រឿងចក្រកសិកម្មក្នុងក្រុងទៅជាមួយគ្នាទៅបានអរគុណច្រើនតោះទៅហាបងប្រុសពីគេនិយាយថាក្រុមទី6មានកូនស្រីត្រកូលផាន់ម្នាក់ស្អាតខ្លាំងណាស់ពិតមែនឬតើបងចង់និយាយពីអូនមីនមែនទេពិតមែនហើយគាត់ជាស្រីស្អាតប្រចាំភូមិយើងស្អាតខ្លាំងណាស់ចុះស្អាតកម្រិតណាទៅគាត់មានសង្សារនៅគាត់ស្អាតដូចទេពធីតាអញ្ចឹងតែគួរឲ្យស្ដាយគាត់មានសង្សារបាត់ហើយប៉ុន្មានថ្ងៃនេះទើបតែដឹងរឿងរៀបការទៀតគួរឲ្យស្ដាយណាស់ខ្ញុំកំពុងគិតថារកអ្នកណាមកដណ្ដឹងឲ្យតើអ្នកដែលទៅដណ្ដឹងគាត់ជាមនុស្សបែបណាទៅគាត់ជាកំឡោះសង្ហាម្នាក់ហើយគាត់ជាអ្នកទិញទំនិញនៅរោងចក្រហុងស៊ីងទៀតផងអ្នកទិញទំនិញរោងចក្រហុងស៊ីងអញ្ចឹងគឺអស់សង្ឃឹមហើយពិតមែនហើយមានតែមនុស្សបែបនេះទេទើបស័ក្តិសមនឹងគាត់មែនហើយទៅបងប្រុសយើងបាត់ទៅមុខនេះហើយបងទៅណាទៅរោងចក្រហុងស៊ីងបងប្រុសបងទៅរោងចក្រហុងស៊ីងធ្វើអីខ្ញុំជាអ្នកទិញទំនិញនៅរោងចក្រហុងស៊ីងនឹងតើសូមអញ្ជើញចូលលោកប្រធានប្អូនកៅអង្គុយចុះតំណែងអ្នកទិញទំនិញកម្រិត8នេះមិនមែនងាយស្រួលបានមកទេប្អូនត្រូវខំប្រឹងឲ្យខ្លាំងបាទខ្ញុំយល់ហើយរោងចក្រនឹងផ្ដល់កង់មួយឲ្យប្អូនដើម្បីងាយស្រួលក្នុងការចេញទៅទិញទំនិញហើយក៏នឹងផ្ដល់រង្វាន់ជាទូរទស្សន៍ខ្មែរមួយគ្រឿងដែរទូរទស្សន៍លោកប្រធានភូមិខ្ញុំមិនទាន់មានភ្លើងប្រើប្រាស់ទេមានទូរទស្សន៍ក៏មើលមិនកើតដែរអូបើមានផ្ទះនៅក្នុងក្រុងក៏ល្អដែរចង់បានផ្ទះក្នុងក្រុងមែនទេខ្ញុំនឹងតាក់ទងអ្នកលក់ឲ្យអរគុណលោកប្រធានខ្លាំងណាស់ប្អូនកៅរឿងទិញផ្ទះនេះខ្ញុំស្គាល់មនុស្សម្នាក់ដែលដឹងរឿងនេះច្បាស់ណាស់លោកអ្នកគ្រប់គ្រងស៊ូមកដល់ហើយលោកប្រធានកៅតើលោកមានពេលទំនេរមកទីនេះដែរឬពិតជាកម្របានជួបមែនលោកស៊ូខ្ញុំមានការចង់ពឹងពាក់លោកបន្តិចប្អូនប្រុសកៅរបស់ខ្ញុំម្នាក់គាត់ចង់ទិញផ្ទះដែលមានទីធ្លាធំទូលាយលោកស្គាល់មនុស្សច្រើនជួយសាកសួរគេឲ្យផងអូបានតើខ្ញុំពិតជាដឹងថាមានគេលក់ផ្ទះមែនតែតម្លៃវាថ្លៃបន្តិចហើយតទៅ200តែទីតាំងនឹងផ្ទះគឺល្អឥតខ្ចោះតែម្ដងថ្លៃដល់200ឥឡូវខ្ញុំមានលុយតែ900យ៉នប៉ុណ្ណោះបើចង់ទិញផ្ទះនេះប្រហែលត្រូវរងចាំមួយខែទៀតវាថ្លៃមែនហើយសម័យនេះសំបីតែបាយហូបក៏ពិបាកដែរតើមានអ្នកណាមានលុយទំនេរទៅទិញមែនហើយលោកអ្នកគ្រប់គ្រងស៊ូ
តើខ្ញុំអាចយកសាច់ជ្រូកនិងអង្ករទៅដូរបានតើអ្នកមានសាច់ជ្រូកនិងអង្ករយកមកមើលសិនយុវជនម្នាក់នេះពិតជានរណាមិនធម្មតាមែនមិននឹកស្មានថាប្អូនកៅមានរបស់ទុកក្នុងដៃបែបនេះមើលទៅការសម្រេចចិត្តឲ្យគាត់ធ្វើជាអ្នកទិញទំនិញកម្រិត8គឺពិតជាត្រឹមត្រូវចុះតើអាចដូរបានទេបានពិតជាបានអរគុណលោកអ្នកគ្រប់គ្រងស៊ូមិនអីទេអ្នកគឺជាមិត្តរបស់កៅក៏ជាមិត្តរបស់ខ្ញុំដែរចាំខ្ញុំចរចាជាមួយម្ចាស់យើងនឹងណាត់គ្នាទៅធ្វើការដោះដូរបងកៅត្រឡប់ពីក្នុងក្រុងមកវិញហើយឬបាទទើបតែមកដល់ឡាននេះស្អាតខ្លាំងណាស់មិនដឹងថាជាតិមួយនេះខ្ញុំអាចមានលទ្ធភាពទិញមួយគ្រឿងដែរនិយាយអ្វីបែបនេះបងកៅតើក្នុងប្រអប់នេះមានអ្វីដែរទីមើលបងកៅតើក្នុងប្រអប់នេះមានអ្វីពិតប្រាកដបើកឲ្យខ្ញុំមើលបន្តិចមកទូលទូកូនស៊ឺប៉ាធរតើប៉ាបានរបស់នេះមកពីណានេះជារបស់ដែលប៉ាដឹកមកឲ្យរោងចក្រតើគេឲ្យខ្ញុំព្រោះតែខ្ញុំធ្វើការបានល្អអូហូមិនធម្មតាទេខ្ញុំធ្លាប់តែគេនិយាយពីទូរទស្សន៍តាមវិទ្យុនេះជាលើកទី1ហើយដែលបានឃើញផ្ទាល់ភ្នែកបងកៅទូរទស្សន៍នេះគេយកមកធ្វើអ្វីដែរវាដូចជាល្ខោនស្រមោលដែលមានសម្លេងអញ្ចឹងតែភូមិយើងអត់មានភ្លើងប្រើផងនៅសាលាភូមិមានភ្លើងតើយើងអាចលើកវាទៅដាក់មើលនៅទីនោះបានសើឲ្យរបស់នេះថ្លៃណាស់ណាទុកចាំពេលកូនចូលក្រុងសឹមយកទៅតាមខ្លួនទៅទុកនៅទីនេះមិនសុវត្ថិភាពពុកអើយទូរទស្សន៍នេះមើលជុំគ្នាបានសប្បាយពុកចង់ឲ្យកូនយកវាទៅដាក់នៅសាលាភូមិទីនោះទូលាយពេលល្ងាចសម្រាប់ពីការងារយើងអាចមកអង្គុយមើលជុំគ្នាបានក៏ល្អដែរនឹកឃើញកាលពីក្មេងតែបានអង្គុយមើលកូនជុំគ្នាតាំងពីមានទូរស័ព្ទមកលេងសប្បាយដូចមុនហើយពុកថ្ងៃនេះកូនទៅទិញអីវ៉ាន់ក្នុងក្រុងកូនបានទិញសាច់ច្រើនណាស់យប់នេះយើងហូបហត់ផតទាំងហត់ផតនឹងជាអីឆ្ងាញ់ទេវាជាម្ហូបពេញនិយមមានរសជាតិឈ្ងុយហេននិងជាតិបើមានគ្រឿងផ្សំវ៉ាទៀតពិតជាឆ្ងាញ់មិនធម្មតាទេសៅកូនទើបតែចូលធ្វើការយករបស់ពីកន្លែងធ្វើការមកបែបមិនខុសច្បាប់គេទេពុកកុំបារម្ភអីនេះកូនចំណាយលុយផ្ទាល់ខ្លួនទិញមិនប៉ះពាល់ដល់ការងារទេចាំថ្ងៃក្រោយកូនទិញសាច់មកទៀតយើងនឹងហៅអ្នកភូមិមកហូបជុំគ្នាដាក់ទូរទស្សន៍ត្រង់នេះចុះមិនដែលឃើញពីមុនមកសោះរូបរាងវា4ជ្រុងចម្លែកម្លេះគេហៅថាទូរទស្សន៍មិនដែលឃើញមែនទេទូរទស្សន៍នេះដូចមើលកុនអញ្ចឹងវានឹងមានរូបភាពចេញមកនឹងមានរូបភាពបង្ហាញចេញមកណាខ្ញុំចូលចិត្តមើលកុនណាស់ចុះមានន័យថាទៅមុខយើងអាចមើលកុនរាល់ថ្ងៃមែនទេគឺមើលទូរទស្សន៍រាល់ថ្ងៃវិញទេចាំដល់ពេលអ្នកទាំងអស់គ្នាសម្រាប់ពីការងារយើងមកជួបជុំគ្នាមើលទូរទស្សន៍នៅសាលាភូមិទាំងអស់គ្នាណាល្អណាស់ពិតជាល្អមែនអូពូលីប្រញាប់ប្រញ័រទៅណាដែរនឹងកូនប្រុសខ្ញុំវាប្រាប់ថាគេយកទូរទស្សន៍មកដាក់នៅសាលាភូមិខ្ញុំទៅមើលបន្តិចសិនហាក់ដូចជាកូនប្រសាពូទេដឹងដែលយកមកនោះកៅមែនហើយកូនប្រសាពូពិតជាពូកែណាស់មិនត្រឹមតែមានការងារធ្វើនៅទីក្រុងទេថែមទាំងទិញទូរទស្សន៍មកបានទៀតកូនស្រីពូពិតជាមានសំណាងណាស់តែបានប្តីល្អបែបនេះខ្ញុំទៅមុនហើយណាតើយឺតណាបងសេយ៉ូពូកែខ្លាំងណាស់កូនប្រសាខ្ញុំពិតជាពូកែណាស់ហេតុអ្វីបងមកយូរម្លេះទើបតែញ៉ាំបាយរួចរវល់ការងារបន្តិចបន្តួចមើលទូរទស្សន៍នោះទៅល្អមើលណាស់មីនមកនេះមនុស្សច្រើនណាស់កុំអីបងទិញវាតាំងពីពេលណាបងទិញតាំងពីលើកមុនតែគ្មានឱកាសបានឲ្យអូនអរគុណបងប៉ោឲ្យអូនញ៉ាំណាហាត់មាត់មកមនុស្សច្រើនណាស់កុំអីផ្អែមទេផ្អែមណាស់បងប្អូនទាំងអស់គ្នាដឹងទេថាអ្នកណាជាអ្នកយកទូរទស្សន៍នេះមកគឺលោកវាងនិងកូនធររបស់ខ្ញុំសេយូនេះឯងសេយូគេមកទីនេះម្នាក់ឯងខ្ញុំក៏ទទួលគេជាកូនធរសង្ឃឹមថាអ្នកទាំងអស់គ្នាជួយមើលល្អណាស់ម្យ៉ាងទៀតសេយូគេជាបុគ្គលិកផ្នែកលទ្ធកម្មកម្រិត8នៅរោងចក្រក្នុងក្រុងកម្រិត8នឹងទូរទស្សន៍នេះគឺជារង្វាន់ដែលរោងចក្រផ្ដល់ឲ្យគេហើយក៏ជាអ្នកដែលធ្វើឲ្យភូមិយើងល្បីល្បាញផងដែរភូមិដែលមានទូរទស្សន៍មួយអរគុណអ្នកទាំងអស់គ្នាដែលរាក់ទាក់បាទខ្ញុំក៏ជាសមាជិកម្នាក់នៃក្រុមយើងដែរអូបងប្អូនប្រហែលជាដឹងហើយថាខ្ញុំជាអ្នកទិញទំនិញឲ្យរោងចក្រអ្នកទាំងអស់គ្នាមានរបស់ចាស់អាចយកមកដូរជាមួយខ្ញុំបានដូចជាអង្ករឬសាច់ជ្រូកជាដើមអាចដូរយកស្បៀងនិងសាច់បានបាទអាចដូរបានទាំងអស់ខ្ញុំមិនដឹងថាមិនបានហូបសាច់យូរប៉ុណ្ណាហើយទេរបស់ចាស់អ្វីក៏បានដែរមែនទេបាទដូចជាចានចាស់គំនូរឬកាក់បុរាណសូម្បីតែត្រាប្រៃសណីក៏បានដែរអញ្ចឹងខ្ញុំត្រូវទៅរកមើលសិនហើយទៅរកមើលទៅបងប្អូននៃស៊ីវហ្វឺឯងយករបស់ចាស់ទាំងនេះទៅធ្វើអ្វីគឺថាមេនៅរោងចក្រគាត់ចូលចិត្តរបស់ទាំងនេះខ្ញុំចង់យកទៅជូនគាត់ដើម្បីរាប់អានដើម្បីឲ្យគាត់ជួយសម្រួលការងារដល់ភូមិយើង
ហាហាពួកខ្ញុំចង់រៀបការជាមួយសៀវមីនហាទីបំផុតអញហ៊ាននិយាយហើយលើកមុនគេមកដណ្ដឹងជំនួសអញហើយខ្ញុំហៅថាអញត្រៀមទៅរស់នៅទីក្រុងហើយចង់នាំសៀវមីនទៅជាមួយខ្ញុំពិតជាសប្បាយចិត្តណាស់ពូខ្ញុំគ្រោងនឹងទិញផ្ទះមួយនៅទីក្រុងហើយផ្ទេរឈ្មោះសៀវមីនទៅទីនោះដើម្បីឲ្យនាងលែងត្រូវធ្វើការធ្ងន់ទៀតតើត្រូវចំណាយលុយច្រើនទេលុយជារឿងតូចតាចទេពូពេលយើងរស់នៅទីនោះស្រួលបួលហើយខ្ញុំនឹងរកការងារស្រាលឲ្យសៀវមីនធ្វើនៅទីក្រុងថ្ងៃក្រោយបើមានឱកាសខ្ញុំនឹងនាំពូទៅនៅជាមួយយើងនឹងរស់នៅដោយមានក្តីសុខខ្ញុំមានកូនស្រីតែម្នាក់គត់ឲ្យតែបានឃើញកូនរស់នៅសុខស្រួលខ្ញុំក៏អស់ចិត្តដែរចុះរឿងថ្លៃទឹកដោះនោះមិនបាច់គិតរឿងថ្លៃទឹកដោះទេយកលុយនោះទៅទិញផ្ទះទៅនោះទើបជារឿងសំខាន់នៅផ្ទះខ្ញុំនៅសល់អង្ករនិងសាច់ជ្រូកច្រើនណាស់ស្អែកខ្ញុំនឹងយកមកជូនពូហើយថ្ងៃក្រោយចង់ញ៉ាំអីប្រាប់ខ្ញុំមកខ្ញុំនឹងរកមកជូនពូទាំងអស់ធ្វើបែបនេះមិនប៉ះពាល់ការងារពូទេសម័យនេះរបស់របរពិបាករកណាស់មានលុយក៏ពិបាកទិញបើវាខុសច្បាប់ទម្លាប់ពួកយើងមិនយកទេពូកុំបារម្ភអីនេះជាលុយផ្ទាល់ខ្លួនខ្ញុំទេធានាថាគ្មានប៉ះពាល់ការងារឡើយខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានជីវភាពល្អប្រសើរហាមានទឹកចិត្តបែបនេះល្អហើយចុះពូពេលខ្ញុំរៀបការជាមួយអូនមីនខ្ញុំចង់រៀបចំរបស់របរឲ្យបានគ្រប់គ្រាន់មានដូចជានាឡិកាដៃកង់នារីម៉ាស៊ីនដេរនិងទូទោះជាយ៉ាងណាខ្ញុំចង់ឲ្យអូនមីនរៀបការទៅមានមុខមាត់សមរម្យឲ្យតែចេះស្រឡាញ់អូនមីនទៅបានហើយបាទអូលោកម្ចាស់ត្រឡប់មកវិញហើយភ្លេចគិតរឿងលីនហ្វីយីស្នាក់នៅទីនេះក្រោយគេឈប់ពីការងារក៏រកការថ្មីមិនទាន់បានសាលាក៏មិនទាន់បើកហើយក៏គ្មានកន្លែងស្នាក់នៅទើបខ្ញុំឲ្យគេស្នាក់នៅទីនេះសិនតែខ្ញុំច្រៀងមិញគេមិនបានលើទេដឹងខ្មាស់គេណាស់លោកម្ចាស់តើលោកត្រឡប់មកវិញតាំងពីពេលណាពួកយើងតាក់ទងរឿងហាងរួចរាល់ហើយនេះជាវិក័យប័ណ្ណចំណាយទាំងអស់បោះចោលទៅអ្នកជាអ្នកគ្រប់គ្រងអ្នកសម្រេចចិត្តចុះធ្វើបានល្អណាស់ខ្ញុំនឹងឲ្យភាគហ៊ុនអ្នកអរគុណលោកម្ចាស់ខ្ញុំនឹងខំប្រឹងធ្វើការឲ្យអស់ពីសមត្ថភាពលោកអ្នកគ្រប់គ្រងស៊ូបង្កៅខ្ញុំកំពុងរងចាំអ្នកខ្ញុំបានសួរលោកតាលីវឲ្យគាត់ថាគាត់លោកយកសាច់ជ្រូកកន្លះចំហៀងបុកនឹងអង្ករ1000គីឡូស្មើនឹង1200យ៉នថែមលុយ800យ៉នទៀតទើបល្អណាស់ខ្ញុំនៅសល់លុយតែ900យ៉នផ្ទះនៅសល់អង្ករ1000គីឡូនិងសាច់ជ្រូក3ចំហៀងយកផ្ទះរួចនៅសល់សាច់ជ្រូក2ចំហៀងទៀតខ្ញុំដឹងថាពេលនេះតម្លៃអង្ករនិងសាច់ក្នុងទីផ្សារផ្ទះនោះតម្លៃដើម3000យ៉នក៏ព្រោះតែសម័យកាលបង្ខំចិត្តទើបចុះមកត្រឹម2បានហើយលោកប្រធានផ្ទះនេះខ្ញុំទិញតើយើងគួរទៅមើលផ្ទះសិនទេបើត្រូវចិត្តសឹមសម្រេចរសៀលនេះខ្ញុំនឹងដឹកសាច់ជ្រូកនិងអង្ករមកជូនគ្មានបញ្ហាទេអូចាំបន្តិចប្អូនប្រុសតើអាចជួយបងបន្តិចបានទេលោកអ្នកមានចិត្តពេកហើយអ្នកគ្រប់គ្រងស៊ូមិនដឹងថាខ្ញុំអាចជួយអ្វីបានខ្លះបើប្អូនអាចរកសាច់ជ្រូកបានជួយរកឲ្យបងខ្លះផងភោជនីយដ្ឋានរដ្ឋរបស់បងបើគ្មានសាច់លក់ប្រហែលជាត្រូវបិទទ្វារហើយបើប្អូនរកបានបងជំពាក់គុណប្អូនមួយអាចឲ្យប្រធានភោជនីយដ្ឋានរដ្ឋជំពាក់គុណបានរឿងនេះខ្ញុំជួយបានហើយលោកប្រធានស៊ូខ្ញុំនៅសល់សាច់ជ្រូក2ដុំខ្ញុំលក់ឲ្យបងក្នុងតម្លៃ 1.5 យ៉នក្នុងមួយខាំយកព្រមទេបានយ៉ាងម៉េចទៅកុំហៅលោកប្រធានស៊ូអីចាប់ពីពេលនេះទៅឲ្យបងស៊ូថ្ងៃក្រោយបើប្អូនត្រូវការឲ្យបងជួយអ្វីបងធានាថានឹងរៀបចំឲ្យបានសម្រេចទៅបងនាំទៅមើលផ្ទះតាលីវថ្ងៃនេះគាត់មិននៅទេគាត់ទុកសោឲ្យបងរបស់របរក្នុងទីធ្លានេះគេរើចេញអស់ហើយមើលទៅថាប្អូនពេញចិត្តរត់គេថាទីធ្លានេះពីមុនជាកន្លែងស្នាក់នៅរបស់មន្ត្រីធំមានតម្លៃណាស់តែសម័យនេះសំបីតែហូបចុកក៏ពិបាកដែរតើត្រូវការផ្ទះចាស់នេះធ្វើអ្វីផ្ទះនេះមិនអាក្រក់ទេខ្ញុំទិញពិតមែនហើយប្អូនមិនមើលឲ្យច្បាស់ទៀតទេផ្ទះចាស់នេះមានអ្វីឲ្យមើលទៀតមើលយ៉ាងណាក៏មិនអាចខ្លាចជាផ្ទះទំនើបរបស់ខ្ញុំបានដែរនេះលុយកក់800យ៉នសូមបងទទួលយកចំណែកសាច់ជ្រូកនិងអង្ករដែលនៅសល់ខ្ញុំនឹងដឹកមកជូននៅពេលក្រោយបានទេបានគឺល្អណាស់បើឲ្យមុនក៏បានបងទៅរកតាលីវដើម្បីយកប្លង់ដេសិនដើរដោយសុវត្ថិភាពណាគំនូរនេះមើលទៅមិនអាក្រក់ទេមិនដឹងថាជារបស់បុរាណឬអត់នៅមានកំសៀវនឹងពេងនេះទៀតយកទៅជាមួយទាំងអស់ដើម្បីពិនិត្យមើលលោកម្ចាស់ម្នាក់នេះនៅតែមានទម្លាប់ប្លែកដដែលទាំងដែលគាត់មានលុយច្រើនម្លេះនៅតែជិះម៉ូតូកញ្ចាស់ទៀតចុះគាត់មិនមែនទើបតែទិញឡាន Lotus តម្លៃរាប់លានទេចុះហេតុអ្វីនៅជិះម៉ូតូកញ្ចាស់ទៀតលោកអ្នកគ្រប់គ្រងវាងអូលោកឌីងចៃដន្យម្លេះមកទីនេះប្រហែលជាវាស្នាហើយ
ថ្ងៃនេះខ្ញុំជូនប្អូនស្រីមកទិញកាដូជូនពរលោកឪពុកមិននឹកស្មានថាជួបលោកនៅទីនេះជំរាបសួរអ្នកនាងឌីងជំរាបសួរនេះជាឱកាសល្អបំផុតដែលខ្ញុំអាចស្និទ្ធស្នាលជាមួយគាត់លោកកៅលើកនេះមានរបស់របរចាស់អ្វីមកបង្ហាញទៀតទេអូគ្មានអ្វីទេគ្រាន់តែជាកំសៀវទឹកមួយហើយក៏មានពេញតែដែរហើយក៏មានគំនូរមួយផ្ទាំងដែរមើលទៅសុទ្ធតែជារបស់ល្អទាំងនោះលោកអ្នកគ្រប់គ្រងវាងបើខ្ញុំមើលមិនខុសទេនេះគួរតែជាគំនូរគោទាំង5មែនទេលោកឌីនិយាយត្រូវហើយនេះគឺជាគំនូរដើមពិតប្រាកដលោកកៅតើលោកចង់លក់ក្នុងតម្លៃប៉ុន្មានដែរតាមច្បាប់ចាស់មែនទេលោកអ្នកគ្រប់គ្រងវាងតើកំសៀវនឹងពេញតែនេះអាចលក់ឲ្យខ្ញុំបានទេលោកឪពុកខ្ញុំចិត្តដល់ថ្ងៃខួបកំណើត60ឆ្នាំហើយយកទៅធ្វើជាកាដូគឺសមបំផុតលោកឌីងចង់បានកំសៀវនឹងពេញតែនេះតើវាជារបស់បុរាណដែរឬបើអញ្ចឹងគឺចំណេញធំហើយលោកឌីងបើលោកនិយាយបែបនេះហើយពួកយើងនឹងមិនដណ្ដើមយកកំសៀវនេះទៀតទេប៉ុន្តែនេះជារបស់លោកកៅលក់មិនលក់គឺអាស្រ័យលើគាត់លោកកៅតើកំសៀវនឹងពេញតែនេះលោកអាចលក់ឲ្យខ្ញុំបានទេគ្មានបញ្ហាទេអញ្ចឹងសូមឲ្យលោកអ្នកគ្រប់គ្រងវាងជួយពិនិត្យមើលឲ្យផងនេះគឺជាកំសៀវតែដល់កំមចំណែកពេញទាំងនេះសុទ្ធតែជាដីដុតគុណភាពខ្ពស់តម្លៃមួយប្រហែលជាជិត200,000យន់អូចុះហេតុអ្វីនៅមានទឹកក្នុងនេះខ្ញុំទំនេរពេកក៏យកមកឆុងតែផឹកលេងទៅតើវាប៉ះពាល់ដល់តម្លៃកំសៀវទេមិនប៉ះពាល់ដល់តម្លៃទេកំសៀវនេះមានគុណភាពល្អខ្លាំងណាស់របស់ល្អក៏មករកបានណាស់ឃើញថាអ្នកមាននិស្ស័យជាមួយលោកឌីងខ្ញុំជូនអ្នកចុះអរគុណលោកកៅដែលសុខចិត្តលះបង់របស់នេះលើកនេះខ្ញុំជំពាក់គុណអ្នកមួយហើយរួចរាល់ហើយខ្ញុំផ្ទេរលុយឲ្យហើយពិតជាល្អមែនអ្នកមិនមែនចង់ស្គាល់យុវជនឆ្នាំដូចជាលោកកៅទេលោកកៅឪពុកខ្ញុំនឹងធ្វើខួបកំណើត60ឆ្នាំចាប់នេះមិនដឹងថាអ្នកមានពេលមកចូលរួមទេក្នុងពេលដែលកញ្ញាឌីងអញ្ជើញដោយចិត្តស្មោះខ្ញុំនឹងទៅឲ្យបានល្អណាស់លោកកៅប្អូនស្រីខ្ញុំអាយុប្រហែលអ្នកដែរអ្នកទាំងពីរប្រហែលជាមានរឿងនិយាយគ្នាច្រើនថ្ងៃក្រោយអាចតាក់ទងគ្នាបានទៅមករកគ្នាចុះបងខ្ញុំត្រូវប្រញាប់ត្រឡប់ទៅសម័យឆ្នាំ60ដើម្បីរកវត្ថុបុរាណឲ្យបានច្រើនជាងនេះអ្នកទាំងអស់គ្នាខ្ញុំមានការត្រូវទៅធ្វើបន្តិចខ្ញុំសុំទៅមុនហើយបានលោកកៅដើរដោយប្រយ័ត្នណាអូយកផ្លែពេះកំប៉ុងនេះទៅឲ្យសៀវមីងញ៉ាំគាត់ខ្វះជីវជាតិយូរមកហើយសុខភាពមិនសូវល្អទេថ្ងៃក្រោយត្រូវទិញអាហារបំពន់ឲ្យគាត់ញ៉ាំទិញបារីមួយកញ្ចប់យកទៅជាមួយស្រាម៉ៅបរទេសសម័យនេះយកទៅឲ្យពូផាននិងអ្នកផ្សេងចំណែកស្រាសម័យឆ្នាំ60ទុកឲ្យខ្ញុំផឹកខ្លួនឯងហេខ្ញុំត្រូវទិញសាច់បន្ថែមទៀតសៀវមីនបងសេយូអ្នកត្រឡប់មកវិញហើយអូនមកធ្វើអ្វីនៅទីនេះក្នុងផ្ទះត្រជាក់ពេកទើបចេញមកហាលថ្ងៃបន្តិចសៀវមីននេះជាផ្លែពេះកំប៉ុងដែលបងយកមកឲ្យអូនផ្លែពេះកំប៉ុងមែនទេអូនយកទៅញ៉ាំទៅបើអូនញ៉ាំហើយឃើញថាឆ្ងាញ់លើកក្រោយបងនឹងយកមកឲ្យទៀតអរគុណបងសេយូប្អូនប្រុសកៅជួយមើលរបស់នេះបន្តិចតើអាចដូរយកអង្ករបានទេបានសមិទ្ធរឿងអង្ករនោះទុកឲ្យខ្ញុំយកមកឲ្យពេលក្រោយបានទេមិនអីទេឲ្យតែដូរបានគឺល្អហើយបានហត់នឿយហើយបងគឺមកយកមួយដែរបងកៅនេះជាបារីអ្វីដែរនេះខ្ញុំទើបយកមកពីក្នុងក្រុងសុំមើលបន្តិចមិនដែលឃើញសោះរបស់តូចសោះតែអាចដុតភ្លើងបានស្រួលជាងប្រើឈើគូទៅទៀតហាបងកៅតែកេះក្នុងដៃបងដូរបានដែរទេប្រហែលជាថ្លៃណាស់តែកេះនេះថ្លៃមែនតែដូចដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាគ្រាន់តែយកវត្ថុបុរាណមកដូរគឺបានចុះកាក់នេះដូរបានទេកាក់នេះមើលទៅមិនធម្មតាទេរបស់ល្អពិតមែនលើកក្រោយទៅទីក្រុងត្រូវទិញដែកកេះថែមទៀតបានតាបងនេះជូនបងហាបងកៅនៅមានដែកកេះទៀតទេខ្ញុំក៏ចង់កាលពីម្សិលមិញខ្ញុំរកឃើញបំពង់ជក់បារីចាស់មួយនៅអូបានតាបងតែពេលនេះខ្ញុំអស់ដែកកេះហើយចាំបន្តិចទៀតខ្ញុំយកបានទេបងបានបង្កើផ្ទះខ្ញុំក៏មានវត្ថុចាស់ដែរខ្ញុំទៅយកឥឡូវនេះហើយខ្ញុំចង់ដូរយកស្បៀងនិងសាច់ជ្រូកគ្មានបញ្ហាទេអ្នកទាំងអស់គ្នាបើមានវត្ថុចាស់ចង់ដូរអាចមករកខ្ញុំបានអ្វីដែលខ្ញុំមានខ្ញុំនឹងដូរជូនទាំងអស់គ្នាពួកយើងទៅរកមើលទៀតល្អហើយរកមើលទៀតទៅល្អណាស់បងសេយូបងត្រូវការវត្ថុចាស់ទាំងនេះខ្លាំងណាស់មែនទេមែនហើយបងត្រូវប្រមូលវត្ថុចាស់ទាំងនេះឲ្យបានច្រើនទើបយកទៅដូរលុយទិញស្បៀងបានផ្ទះខ្ញុំហាក់ដូចជាមានវត្ថុចាស់មួយដែរពិតមែនឬនេះជាផ្លែពេះកំប៉ុងនេះសាច់មាន់នេះសាច់ជ្រូកនេះសាច់គោវ៉ារបស់ច្រើនម្លេះ
ថ្ងៃក្រោយបងនឹងយករបស់មកឲ្យអូនច្រើនជាងនេះទៀតបងនឹងចិញ្ចឹមអូនឲ្យថត់ស្អាតថ្ងៃក្រោយអូនត្រូវបង្កើតកូនស្រីឲ្យបងម្នាក់ឲ្យស្អាតដូចជាអូនអញ្ចឹងអ្នកណាទៅចង់សម្រាលកូនស្រីឲ្យអ្នកមែនហើយសៀវមីនស្អែកនេះបងចង់ឲ្យអូនទៅក្នុងក្រុងជាមួយបងយើងទៅមើលផ្ទះថ្មីនៅទីនោះទាំងអស់គ្នារួចបងនឹងរៀបចំផ្ទះឈ្មោះអូនទៅក្នុងក្រុងដែរធ្វើបែបនេះអូនក៏លែងត្រូវហត់នឿយធ្វើការធ្ងន់ទៀតហើយចាស់បងនិយាយយ៉ាងណាអូនស្ដាប់តាមនឹងអូពូផាននេះជាសាច់ជ្រូកដែលខ្ញុំយកមកជូនព្រះឲ្យសាច់ច្រើនម្លេះពូផានទាំងអស់នេះខ្ញុំទិញពីក្នុងក្រុងមកទេទៅមុខពូមិនបាច់បារម្ភរឿងខ្វះសាច់ហូបទៀតទេឲ្យតែមានខ្ញុំនៅទីនេះថាមានសាច់ហូបគ្រប់សៀវកៅឲ្យក្មួយកុំយករបស់សមូហភាពមកឲ្យពូអីធ្វើបែបនេះវាខុសច្បាប់ណាពូកុំបារម្ភអីពូកុំបារម្ភអីពូផានរបស់ទាំងអស់នេះខ្ញុំចំណាយលុយផ្ទាល់ខ្លួនទិញទេធានាថាមិនខុសច្បាប់ឡើយក៏មិនប៉ះពាល់ដល់ការងារដែរពីប៉ុន្មានថ្ងៃមុនខ្ញុំបានប្រមូលទិញរបស់របរចាស់នៅក្នុងភូមិយើងរួចខ្ញុំក៏យកវាទៅលក់ហើយយកលុយមកទិញរបស់ទាំងនេះល្អណាស់ប៉ាបងស៊ឺយូគាត់ទិញផ្ទះមួយនៅកណ្ដាលក្រុងស្អែកនេះគាត់ចង់នាំកូនទៅមើលផ្ទះនោះអញ្ចឹងហេះទៅឆាប់ត្រឡប់មកវិញណាកូនប្រសារម្នាក់នេះពិតជាមានសមត្ថភាពមែនសៀវមីនពិតជាសំណាងណាស់ដែលបានរៀបការជាមួយគាត់បងស៊ឺយូបងជួយមើលក្អមស្រានេះបន្តិចតើវាជាវត្ថុបុរាណដែលបងចង់បានមែនមើលទៅវាដូចជាវត្ថុបុរាណពិតមែនប៉ុន្តែបើឲ្យខ្ញុំយករបស់ពីពូទៅបែបនេះវាមិនសមរម្យទេពូផានវាគ្រាន់តែជាក្អមមួយតើបើក្មួយចូលចិត្តក្មួយយកទៅចុះក្អមនេះមានតាំងពីសម័យឪពុកពូម្លេះគាត់ទុកសម្រាប់ដាក់ស្រាខ្លាចវាបែកទៅពូខ្សាទុកយ៉ាងល្អអរគុណច្រើនពូផានអូពូផាននេះជាស្រាមកបរទេសដែលខ្ញុំទិញមកជូនពូស្រាមកបរទេសមែនទេស្រានេះថ្លៃណាស់ណាលាថា8យ៉នក្នុងមួយដបតែលុយកាក់ជារឿងតូចតាចទេឲ្យតែអ្នកចូលចិត្តថ្ងៃក្រោយខ្ញុំនឹងរកមកជូនអ្នកទៀតយ៉ាងណាក៏ស្រាមកបរទេសទិញនៅសម័យនេះមិនថ្លៃប៉ុន្មានខ្ញុំអាចយកស្រាមកបរទេសពីសម័យនេះទៅផឹកនៅសម័យศតវត្សទី60ហើយក៏អាចយកស្រាមកបរទេសពីសម័យศតវត្សទី60មកលក់នៅសម័យនេះបានដែរពេលនោះតម្លៃវានឹងខុសគ្នាឆ្ងាយណាស់យ៉ាងម៉េចដែរស្អាតទេផ្ទះនេះធំហើយអស្ចារ្យណាស់ខ្ញុំឬពូលីវគាត់និយាយថាផ្ទះនេះពីមុនជាកន្លែងស្នាក់នៅរបស់មន្ត្រីធំបានជាវាស្អាតបែបនេះអ្វីទាំងអស់នេះហាក់ដូចជាកំពុងយកសប្តិអញ្ចឹងមិនក៏គិតបែបនេះថ្ងៃក្រោយទៅអ្នកនឹងក្លាយជាម្ចាស់ផ្ទះស្រីតែម្នាក់គត់នៅទីនេះសៀវមីនអ្នកស្អាតណាស់មុខខ្ញុំក្តៅងាយណាស់ខ្ញុំនៅមានស្ករគ្រាប់ទឹកដោះគោទៀតញ៉ាំទៅអ្នកនៅទីនេះឲ្យសាំសិនចុះខ្ញុំទៅរោងចក្រយកអីវ៉ាន់បន្តិចយប់ចាំខ្ញុំត្រឡប់មកវិញចាស់សលីហើយលោកប្រធានអីវ៉ាន់ខែនេះមកដល់ហើយសាច់ជ្រូក4ចំហៀងអង្ករ5មួយបាវមាន់ចូល10ក្បាលហើយនឹងត្រីឆ្ដោកធំ10ក្បាលល្អណាស់ល្អមែនទែនប្អូនប្រុសសៀវកៅលើកនេះផ្នែកលទ្ធកម្មរបស់យើងពិតជាមានមុខមាត់នៅក្នុងរោងចក្រយើងហើយអូនេះជាតែដែលខ្ញុំទិញមកជូនលោកនិងលោកនាយករោងចក្រកំប៉ុងធំម្លេះពេជ្រខ្ចប់ស្អាតបែបនេះប្រហែលជាអស់រាប់រយយ៉នអូយកាដូនេះថ្លៃពេកខ្ញុំមិនអាចទទួលយកបានទេមិនថ្លៃដល់ថ្នាក់នោះទេលោកខ្ញុំពិតជាមិនស្រួលចិត្តទេលោកនៅមានបានទិញស្រាទេចាត់ទុកថាបដូរគ្នាទៅចុះរឿងនឹងនេះទេខ្ញុំមិនចេះផឹកស្រាទេបានទិញស្រាដែលរោងចក្រឲ្យមកក៏ខ្ញុំមិនបានប្រើដែរជូនប្អូនទាំងអស់ចុះអរគុណលោកប្រធានបានទិញស្រារបស់ខ្ញុំមិនអាចប្រៀបនឹងតែរបស់ប្អូនបានទេបាទលោកប្រធានអញ្ចឹងខ្ញុំសូមទៅធ្វើការសិនហើយសួស្ដីលោកខ្ញុំចង់ទិញស្រាម៉ៅថៃ12ដបទិញច្រើនម្លេះលោកមានបានទិញទេមានលោកពិនិត្យមើលទៅគួរតែគ្រប់គ្រាន់ហើយអូយប្រយ័ត្នបាននេះប្រម៉ូទុកច្រើនឆ្នាំហើយមែនទេបាទអរគុណស្រាមកបរទេសសម័យศតវត្សទី60នេះមិនដឹងថាមានតម្លៃប៉ុន្មានទេចុះវត្ថុបុរាណទាំងនេះទៀតមិនដឹងថាមានប៉ុន្មានដែលជារបស់ពិតលោកម្ចាស់ថ្ងៃនេះហាងបើកដំណើរការឡើងវិញតើលោកណៃណាកុំប្រាប់ថាភ្លេចឲ្យសោះណាអូយខ្ញុំរវល់ការងារផ្សេងភ្លេចបាត់មែនខ្ញុំមិននឹងភ្លេចកើតបន្តិចទៀតមកដល់ហើយខ្ញុំសូមដាក់ទូរស័ព្ទសិនហើយសួស្ដីលោកឡានរបស់លោកមកដល់ហើយតើឲ្យពួកយើងយកទៅដាក់ណៃណាចៃដនមែនឡានមកដល់ពេលនេះយកទៅដាក់មុខហាងកាហ្វេរបស់ស៊ីឲ្យល្បីទៅបានយកទៅដាក់នៅហាងកាហ្វេឆេងយូទៅខ្ញុំផ្ញើអាសយាដ្ឋានឲ្យអូហូនេះជាឡានស្ពណ៌ម៉ូដែលកំរមែនទេឮថាមានតែមួយគ្រឿងគត់ក្នុងស្រុកឡានស្អាតខ្លាំងណាស់មើលទៅតម្លៃមិនថោកទេប្រហែលជាថ្លៃរាប់លានហើយឡានរបស់នរណាគេហេតុអ្វីមកចិត្តមុខហាងយើងមិនដឹងដែរឡាននេះតម្លៃប្រហែលជា100លានជាង100លានលោកម្ចាស់មិនក៏លោកដឹងសួស្ដីលោកហ្គេវឡានរបស់លោកមកដល់ទីតាំងកំណត់ហើយសូមពិនិត្យមើលអរគុណ
លោកម្ចាស់នេះជាឡានរបស់លោកមែនទេលោកទិញតាំងពីពេលណាទិញកាលពីពេលមុននេះភ្ញាក់ផ្អើលមែនទេលោកមានលុយដល់ថ្នាក់នេះមើលទៅការយកឡានមកដាក់នៅហាងគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវធ្វើឲ្យមនុស្សម្នាផ្អើលមកមើលច្រើនណាស់ហាងកាហ្វេយើងនឹងល្បីល្បាញភ្លាមហើយភ្ញៀវចាប់ផ្ដើមមកច្រើនហើយតោះធ្វើការទៅបើខ្វះមនុស្សអ្នកអាចរកអ្នកមកជួយបន្ថែមបានឬរកសិស្សនិស្សិតដែលទំនេរមកជួយក៏បានដែរចុះលោកម្ចាស់វិញខ្ញុំមានការងារផ្សេងត្រូវធ្វើបន្តិចផ្ញើទីនេះជូនអ្នកហើយមើលនេះបន្តិចមកមានរបស់ល្អឲ្យមើលលោកកៅកុំប៉ះអីទុកឲ្យខ្ញុំវិញអូយនេះគ្រាន់តែជាក្អមដាក់ស្រាដែលគេប្រើក្នុងផ្ទះប៉ុណ្ណោះមិនចាំបាច់ប្រយ័ត្នប្រយែងពេកទេលោកយកវាមកដាក់ស្រាមែនទេលោកបងរបស់បុរាណមួយនេះខ្ញុំពិតជាចូលចិត្តណាស់តើអាចលក់ឲ្យខ្ញុំបានទេខ្ញុំកំពុងខ្វះរបស់ដាក់តាំងលម្អផងចុះលោកនេះគឺលោកដុងម្ដាយរបស់គាត់គឺជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំសាន្តឯកឪពុករបស់គាត់វិញរឿងនេះមិនសូវស្រួលសង្ឃឹមថាអ្នកយល់ឲ្យផងមើលទៅប្រហែលជាកូនអ្នកមានលំដាប់ខ្ពស់ហើយរបស់នេះលក់យ៉ាងម៉េចដែរចាំឲ្យអ្នកគ្រប់គ្រងវ៉ាងពិនិត្យមើលសិនទៅក្រែងលោវាជារបស់คล้ายវាមិនល្អទេបើលក់ឲ្យលោកនេះគឺជាក្អមសម័យយ័ន្តដែលមានគំនូររូបភាពបុរាណវាជារបស់ពិតហើយស្ថានភាពនៅល្អខ្លាំងណាស់ល្អជាងរបស់ដែលគេដេញថ្លៃនៅបរទេសកាលពីមុនទៅទៀតរបស់នេះខ្ញុំវិតម្លៃថាមានតម្លៃ 160,000 យន់ 150,000 ថ្លៃម្ល៉េះខ្ញុំស្មានថាក្អមនេះតម្លៃត្រឹមតែប្រមាណពាន់យន់ប៉ុណ្ណោះមិននឹកស្មានថាដល់ទៅ10បើអីចឹងខ្ញុំប្រហែលជាមិនអាចទិញបានទេរបស់មួយនេះលោកកុំទិញបន្តិចទៀតខ្ញុំរករបស់ផ្សេងឲ្យលោកវិញបានបើអីចឹងឈប់ទិញហើយហាលោកកៅចុះលើកនេះយើងធ្វើតាមរបៀបចាស់ឬចង់ដាក់ដេញថ្លៃធ្វើតាមរបៀបចាស់ទៅបានលោកអ្នកគ្រប់គ្រងវ៉ាស្រាម៉ៅបរទេសសម័យទសវត្សរ៍ទី60លោកទទួលទិញទេអ្វីស្រាម៉ៅបរទេសសម័យទសវត្សរ៍ទទួលទិញតើប្រកាសសម័យនោះមានតម្លៃខ្លាំងណាស់មួយដបអាចលក់បានដល់ទៅ 20,000 យន់ឯណោះលោកបងតើលោកនៅមានស្រានេះទៀតទេលក់ឲ្យខ្ញុំ2ដបបានទេខ្ញុំនៅសល់2កេសទៀតតែថ្ងៃនេះខ្ញុំអត់បានយកមកទេយកបែបនេះចុះលើកក្រោយពេលខ្ញុំមកទីនេះខ្ញុំនឹងយកមកជូនឬមួយអ្នកទៅរកខ្ញុំនៅហាងកាហ្វេស៊ីនយូក៏បានហាងនោះខ្ញុំជាម្ចាស់ផ្ទាល់ហត់នឿយអស់មួយថ្ងៃលើកនេះរកចំណូលបានច្រើនគួរមិននឹកស្មានថាពីស្រារបស់ឪពុកក្មេកខ្ញុំជាវត្ថុពិតសោះថែមទាំងមានតម្លៃទៀតអូយយកជ្រៅហើយនាំសៀវមីនទៅញ៉ាំអីនៅភោជនីយដ្ឋានចាំត្រឡប់ទៅភូមិវិញសៀវមីនបងសឺយោអ្នកត្រឡប់មកវិញហើយល្ងងអើយអូនធ្វើការម្នាក់ឯងមិនហត់ទេចាំបងមកវិញចាំធ្វើជាមួយអូនទំនេរគ្មានធ្វើអ្វីដែរក៏ឆ្លៀតសម្អាតផ្ទះបន្តិចបន្តួចទៅបែបនេះពេលយើងចូលនៅផ្ទះនឹងស្អាតបាតសម្អាតម្នាក់ឯងបែបនេះប្រកាសជាឃ្លានហើយទៅបងនាំអូនទៅញ៉ាំអីនៅភោជនីយដ្ឋានរដ្ឋបងក៏ឃ្លានដែរយើងទៅគ្នាអូនឆ្អែតហើយឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់មែនទេចាំលើកក្រោយបងនាំមកទៀតតែយើងមិនបាច់បងលុយមែនទេប្អូនប្រុសសៀវកៅលើកដំបូងដែលនាំប្អូនស្រីមកញ៉ាំអីនៅទីនេះបងមិនហ៊ានយកលុយទេបើអញ្ចឹងខ្ញុំមិនក្រែងចិត្តទេលោកអ្នកគ្រប់គ្រងស៊ូប្អូនប្រុសសៀវកៅប្អូនស្រីដើរដោយសុវត្ថិភាពណាអាពើនោះកុំឲ្យតែខ្ញុំចាប់បានឲ្យសោះបើឃើញមុខទៀតខ្ញុំនឹងវាឲ្យបាក់ជើងសៀវខ្វាងហេតុអ្វីបានជាពួកឯងរងរបួសបែបនេះទៅវាគ្នាជាមួយអ្នកណាជាមួយពួកអ្នកភូមិចិត្តខាងដណ្ដើមទឹកគ្នាទៅមានរឿងវីតបឥឡូវកំពុងតែរាំងស្ងួតខ្លាំងធ្វើអ្វីក៏ត្រូវការទឹកដែរស្រែចម្ការក៏ត្រូវការស្រោចស្រពទើបត្រូវដណ្ដើមទឹកជាមួយអ្នកភូមិចិត្តខាងពួកយើងក៏ឆ្លោះគ្នានៅពេលនោះហើយក៏វាគ្នាទៅគ្មានរឿងអ្វីធំដុំទេគ្រាន់តែរបួសស្រាលទេតែអ្នកភូមិចិត្តខាងយើងគេធ្ងន់ធ្ងរជាងយើងច្រើនពួកអាមនុស្សអាក្រក់នេះគេច្រណែនដែលភូមិយើងមានទូមើលពិតមែនហើយបានជាគេកាត់ផ្ដាច់ប្រភពទឹកយើងក្រៅពីប្រភពទឹកនេះនៅមានប្រភពទឹកផ្សេងទៀតទេមានតែទៅដងទឹកនៅឯទំនប់តែដីច្រើនម្លេះដងទឹកបែបនេះមិនមែនជាតម្រោះហើយជាអាចបូមទឹកពីទំនប់មកបានធ្វើបែបនេះទើបដោះស្រាយបញ្ហាបានដាច់ស្រឡះអ្នកទាំងអស់គ្នាកុំបារម្ភអីរឿងទឹកនេះខ្ញុំនឹងដោះស្រាយជូនខ្ញុំនឹងទៅរកម៉ាស៊ីនបូមទឹកទៅមុខយើងនឹងបូមទឹកពីទំនប់យើងមិនបាច់ទៅដណ្ដើមទឹកជាមួយភូមិគេទៀតទេប្រញាប់ទៅប្រាប់ប៉ាខ្ញុំទៅសៀវមីអីចឹងខ្ញុំទៅរកប៉ាធខ្ញុំសិនហើយបាទទៅចុះរឿងរ៉ាវគឺបែបនេះឯងប៉ាធដូច្នេះការទិញម៉ាស៊ីនបូមទឹកគឺចាំបាច់ណាស់សៀវសឺឲ្យម៉ាស៊ីនបូមទឹកថ្លៃណាស់ណាភូមិយើងទិញមិនរួចទេខ្ញុំមិញនេះរវល់តែសប្បាយចិត្តពេកភ្លេចគិតទៅម៉ាស៊ីននេះយើងប្រហែលជាទិញមិនរួចមែនកុំបារម្ភអីប៉ាធរឿងលុយកាក់ខ្ញុំនឹងដោះស្រាយយ៉ាងទៀតម៉ាស៊ីនបូមទឹកមានតែផ្ដល់ផលល្អដល់ក្រុមយើងគ្មានអ្នកណាដឹងថាគ្រោះរងស្ងួតនេះអូបន្លាយដល់ណាទេបានបើអីចឹងល្អហើយទុកចិត្តលើខ្ញុំចុះទិញម៉ាស៊ីនបូមទឹកបានហើយតែពេលនេះមិនទាន់អាចយកចេញមកបានទេទើបតែមកដល់ភូមិមិនអាចឲ្យគេសង្ស័យបានទេពេលនេះទំនេរដែរខ្ញុំទៅហាងកាហ្វេលេងសិនត្រឡប់មកបច្ចុប្បន្នវិញលោកកៅមិចក៏លោកនៅទីនេះដែរអូកញ្ញាឌីងនិងលោកឌីងសោះអញ្ជើញអង្គុយចុះ
លោកកៅយើងពិតជាមាននិស្ស័យមែនមកដល់ទីនេះក៏ជួបគ្នាដែរហាងកាហ្វេនេះខ្ញុំជាម្ចាស់ថ្ងៃនេះមកមើលហាងបន្តិចមិននឹកស្មានថាជួបអ្នកទាំងពីរនៅមិននឹកស្មានថាហាងកាហ្វេនេះជារបស់លោកកៅសោះបានហើយតើឃើញឡានស្ពណ៌នៅមុខខាងនោះខ្ញុំស្គាល់ច្បាស់ណាស់បងខ្ញុំថាហើយឡាននៅមុខខាងនឹងជារបស់លោកកៅទោះខ្ញុំមិនសូវដឹងរឿងឡានតែលោកកៅជិះឡានអីខ្ញុំចាំច្បាស់ណាស់លោកកៅស្រានេះផលិតឆ្នាំណាដែរមើលទៅមិនមែនស្រាថ្មីទេនេះជាស្រាមកបរទេសចំនួនឆ្នាំ60ចំនួនឆ្នាំ60មែនទេរាប់សិបឆ្នាំហើយនៅរក្សាបានល្អម្ល៉េះបងស្រាមកបរទេសឆ្នាំ60នេះមានអ្វីពិសេសមែនទេស្រាធម្មតាថ្លៃត្រឹមតែប៉ុន្មានពាន់យន់ប៉ុណ្ណោះស្រាឆ្នាំ60នេះឥឡូវតម្លៃយ៉ាងហោចណាស់ក៏2លានយន់ដែរគិតមើលទៅថាវាពិសេសកម្រិតណាបើ2លានយន់ក្នុងមួយដបចុះបើ5មួយដបវិញគឺ12លានយន់ខ្ញុំគិតថាគ្រួសារខ្ញុំក៏មិនអន់ដែរអាចនិយាយបានថាសមនឹងគាត់តែពេលប្រៀបធៀបគ្នាបែបនេះខ្ញុំមានអារម្មណ៍ថាខ្ញុំមិនស័ក្តិសមនឹងគាត់សោះមើលចុះកំសៀវនេះជាប្រភេទដេកសាច់ពណ៌ស្វាយទៀតល្អជាងកំសៀវដែលខ្ញុំមានទៅទៀតលោកកៅលោកមានរបស់ល្អច្រើនណាស់គ្រាន់តែជារបស់របរធម្មតាអ្នកមានពិតជាអ្នកមានរបស់ល្អបែបនេះនៅតែថាធម្មតាប្រកាសជាមានរបស់ល្អជាងនេះទៀតហើយលោកកៅតើខ្ញុំអាចទិញស្រានេះពី10បានទេពី10តិចពេកហើយលោកឌីងបើលោកចូលចិត្តខ្ញុំជូន5ដបចុះអ្នកគ្រប់គ្រងវាងយក5ដបលោកដងយក2ដបឥឡូវលោកឌីងយក5ដបទៀតគឺលក់អស់12ដបប្រមនិយាយមែនទេអរគុណលោកកៅច្រើនណាស់មិនអីទេលោកឌីងលោកកៅខ្ញុំចាស់ជាងលោកបន្តិចបើលោកមិនប្រកាន់ខ្ញុំសុំឲ្យលោកថាប្អូនកៅចុះបានបងចុះខ្ញុំវិញយើងរាប់អានគ្នាធម្មតាទៅតែប្អូនកៅប្អូនយកយ៉ាងណាដែរចំពោះប្អូនស្រីរបស់បងកញ្ញាឌីងពិតជាសុភាពនារីមែនមានកិរិយាមារយាទល្អណាស់ប្អូនស្រីខ្ញុំនៅទំនេរនៅឡើយទេប្អូនកៅនិយាយត្រង់ចុះប្អូនស្រីខ្ញុំមិនដែលស្គាល់ស្នេហាទេរៀនចប់ឆ្នាំមុនឪពុកខ្ញុំចាប់ដើមរំអុកឲ្យរៀបការហើយខ្ញុំមានប្អូនស្រីតែម្នាក់នេះនិយាយតាមត្រង់ទៅកូនអ្នកមានតែគេណែនាំឲ្យខ្ញុំមិនពេញចិត្តនរណាម្នាក់ឡើយខ្ញុំបែរជាពេញចិត្តប្អូនប្រុសកៅវិញទាំងសមត្ថភាពទាំងរូបសម្បត្តិលោកដេញគុំសរសើរខ្ញុំពេកអីបងបើបងនិយាយទៀតខ្ញុំខឹងហើយណាហាហាមើលចុះប្អូនស្រីខ្ញុំអ៊ីនហើយអញ្ចឹងជប់និយាយចុះថ្លៃស្រាបងផ្ទេលុយឲ្យអូនណាអូខេទទួលបានហើយប្អូនប្រុសកៅបងមានមិត្តម្នាក់កំពុងលក់វីឡាមួយទីតាំងល្អខ្លាំងណាស់មិនដឹងថាប្អូនចាប់អារម្មណ៍ទេបើគិតពីកម្រិតជីវភាពខ្ញុំពេលនេះវីឡាប្រហែលជាស័ក្តិសមនឹងខ្ញុំជាងបានតើយើងទៅមើលផ្ទះពេលណាអ្នកមានពិតមែនសំបីតែថ្លៃក៏មិនស៊ូមួយម៉ាត់បងនឹងតាក់ទងទៅគេភ្លាមយកព្រមវីឡានេះគ្រាន់តែថ្លៃតុបតែងអស់ជិត10លានយន់ជួលសុទ្ធតែអ្នកជំនាញកម្ពុជាទាំងអ្នករចនានិងក្រុមជាងសម្ភារៈសុទ្ធតែលំដាប់ខ្ពស់ការតុបតែងនៅទីនេះស្កឹមស្កៃជាងផ្ទះខ្ញុំទៅទៀតវីឡាមានទំហំ5000ម៉ែត្រការ៉េសរុបចំណាយអស់16លានបើមិនមែនដោយសារត្រូវការលុយខ្ញុំមិនលក់ត្រឹម6លានយន់6លានយន់បើធៀបនឹងតម្លៃផ្ទះនៅទីក្រុងនេះពិតជាចំណេញខ្លាំងណាស់ខ្ញុំពេញចិត្តវីឡានេះណាស់យើងធ្វើការទិញលក់ឥឡូវទៅលោកដេញគោរពគាត់ខ្លាំងណាស់ហើយវីឡាតម្លៃរាប់លានក៏ទិញងាយយុវជនម្នាក់នេះប្រហែលជាមិនមែនមនុស្សធម្មតាទេអូខេទីបំផុតដោះស្រាយបញ្ហាទឹកបានហើយជំហានបន្ទាប់ទៅហៅឆេវវែងមកជួយរើអីវ៉ាន់ចូលមកមើលចុះមិនដែលឃើញរបស់នេះសោះនេះជាម៉ាស៊ីនបូមទឹកបន្តិចទៀតយើងយកវាទៅបូមទឹកនៅមាត់ទន្លេបងកែវនេះហើយមែនទេម៉ាស៊ីនបូមទឹកខ្ញុំស្មានថាត្រូវចំណាយពេលនឹកស្មានថាបងធ្វើបានក្នុងមួយថ្ងៃសោះបងគ្រាន់តែប្រើទំនាក់ទំនងនៅរោងចក្របន្តិចអញ្ចឹងបានវាលឿនត្រូវតែពឹងបងកៅផ្ទាល់តែម្ដងបើមិនអីចឹងទេតាភូមិយើងទៅរកម៉ាស៊ីនបូមទឹកពីណាបានពិតមែនហើយពូជួយពិនិត្យមើលបន្តិចមកមើលកន្លែងភ្ជាប់នឹងតើវាណែនល្អហើយឬនៅបានហើយខ្វាងអូនស្ដាប់បងណាពេលដែលពូអូនប្រើម៉ាស៊ីននេះគ្រាន់តែចុចប៊ូតុងពណ៌ក្រហមនេះទៅរួចទាញវាបែបនេះវានឹងដំណើរការហើយយកទេយល់ហើយពួកអញគិតថាធ្វើបែបនេះអាចបូមទឹកបានមែនទេអាសាវអញចង់ត្រូវមួយដៃទៀតមែនទេអ្នកណាគេនឹងអូបងកៅគាត់មកពីភូមិចិត្តខាងនេះទេគាត់នឹងហើយដែលធ្លាប់ឆ្លោះគ្នាជាមួយយើងរឿងដណ្ដើមទឹកចាំបន្តិចទៀតទៅសម្លាញ់អញនឹងបានឃើញថាពួកយើងបូមទឹកឡើងមកដោយរបៀបណាអញជានរណាមិនក៏ខ្ញុំមិនដែលឃើញអញនៅក្រុមទី6សោះអាសាវអញជានរណាចុះបងកៅរបស់យើងជានរណាស្ដាប់ឲ្យច្បាស់ណាគាត់គឺជាអ្នកទិញទំនិញប្រចាំរោងចក្រម៉ាស៊ីនហុងស៊ីងអ្វីបើជាអ្នកទិញទំនិញរបស់រោងចក្រហុងស៊ីងមែនតើគាត់គឺជាបរិសុទ្ធដែលស្រឡាញ់ជាមួយផានស៊ីដែលគេល្បីថាជាស្រីស្អាតមកពេលប្រើរបស់នេះត្រូវចាក់សាំងសិនធ្វើបែបនេះយើងចាក់តិចសិនបានហើយហូហើយអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នណាពេលប្រើវារបស់នេះត្រូវដាក់ឲ្យឆ្ងាយពីភ្លើងពូជួយយកអានេះដាក់ចូលក្នុងទឹកទៅបានខ្វាងជួយចាប់ម៉ាស៊ីនឲ្យបងមើលខ្សែពណ៌ខ្មៅនេះណា321ទៀងឃើញទេទឹកចេញមកហើយទឹកបូមឡើងមកមែនទំនប់ទឹកនេះមិនរីងសូវមុខទៀតយើងលែងបារម្ភរឿងខ្វះទឹកហើយពិតមែនហើយ
ពួកគេអាចបូមទឹកពីទំនប់ឡើងមកបានមែនទែនតើនេះជាម៉ាស៊ីនអ្វីទៅអាសាវអញឃើញហើយមែនទេភូមិយើងឥឡូវមានម៉ាស៊ីនបូមទឹកហើយលែងបារម្ភរឿងស្រែកខ្វះទឹកទៀតហើយចាត់ទុកថាពួកអ្នកសំណាងល្អចុះល្អណាស់ទីបំផុតលែងបារម្ភរឿងខ្វះទឹកពេលរងស្ងួតទៀតហើយប៉ាទាំងអស់នេះគឺបងកៅជាអ្នករៀបចំឲ្យកៅអើយលើកនេះពិតជាអរគុណអញណាស់បើមិនអញ្ចឹងទេរាល់ដងពេលដណ្ដើមទឹកជាមួយភូមិផ្សេងគឺឆ្លោះគ្នាឡើងបែកក្បាលហូរឈាមរហូតខ្ញុំក៏ជាសមាជិកក្រុមយើងដែរការចូលរួមចំណែកជួយភូមិវាជារឿងដែលត្រូវធ្វើហើយល្អណាស់ពួកឯងត្រូវមើលថែម៉ាស៊ីនឲ្យល្អកុំឲ្យមានបញ្ហាអ្វីឲ្យសោះបូមទឹកហើយត្រូវទុកដាក់ម៉ាស៊ីនឲ្យស្រួលបួលប៉ាទុកចិត្តចុះពួកយើងចាំយាមនៅទីនេះរហូតទៅល្អមួយទៀតបើអ្នកភូមិផ្សេងមកខ្ចីកុំឲ្យគេខ្ចីឲ្យសោះអ្នកណាហ៊ានខ្ចីឲ្យគេមកជួបខ្ញុំផ្ទាល់ពុកធរខ្ញុំក៏ត្រៀមរៀបចំឯកសារស្នាក់នៅរបស់សៀវមីងផ្ទេរទៅក្នុងក្រុងដែរលិខិតបញ្ជាក់ខ្ញុំសរសេរឲ្យរួចរាល់ហើយអរគុណពុកធរខ្ញុំសុំទៅមុនហើយបាទទៅចុះដើរដោយសុវត្ថិភាពណាពុកធរបងកៅអើយបងនៅមានតែកេះទៀតទេបងមើលនេះតើដូរបានទេក្នុងនេះមានត្រាប្រៃសណីយ៍រូបនាគធំទៀតបានតើបានពិតមែននេះយកទៅបាទអរគុណបងកៅទៅវិញចុះត្រាប្រៃសណីយ៍នេះត្រូវទៅក្នុងក្រុងដែរឆ្លៀតពេលទៅការិយាល័យប្រៃសណីយ៍មើលក្រែងលោទិញត្រាបានខ្លះទៀតសៀវមីនឥឡូវអូនមានឈ្មោះក្នុងក្រុងហើយខ្លាចជាអ្នកក្រុងពេញលក្ខណៈហើយបងសឺយូទៅមុខទៀតទោះនៅទីក្រុងឬនៅភូមិបងនៅឯណាអូននៅទីនោះល្អបងនឹងនៅក្បែរអូនជានិច្ចសៀវមីនបងទៅប្រៃសណីយ៍បន្តិចទៅទិញត្រាប្រៃសណីយ៍បងចង់ផ្ញើសម្បត្តិមែនទេមិនមែនទេមិត្តភក្តិនៅរោងចក្រគេត្រូវការបងទៅទិញយកមកឲ្យគេបងថ្លៃអតិថិជនប៉ុន្មានថ្ងៃនេះច្រើនពេកហើយថៅកែចិត្តអាក្រក់នោះក្រៅពីថ្ងៃបើកហាងដំបងដែលឃើញមុខមិនដឹងជាបាត់ទៅណាទៀតទេរកក៏មិនឃើញមិនមកជួយគ្នាទៀតមែនទេមើលទៅខ្ញុំជាថៅកែដែលអាក្រក់ណាស់មែនទេមែនហើយថៅកែចិត្តអាក្រក់អូបើខ្ញុំជាថៅកែចិត្តអាក្រក់បែបនេះចុះប្រាក់រង្វាន់ខែនេះទុកវាចោលទៅចុះអូយថៅកែល្អបំផុតហើយបានហើយកុំលេងសាច់អីម្នាក់សុទ្ធតែមានអាំងប៉ាវម្នាក់មួយណាអរគុណថៅកែអរគុណថៅកែយប់នេះខ្ញុំជាអ្នករ៉ាប់រងពួកយើងទៅសប្បាយទាំងអស់គ្នាទៅជំរាបសួរសូមជួយបើកបន្ទប់ដែលថ្លៃបំផុតឲ្យខ្ញុំផងចាស់បានពួកអ្នកទៅលេងមុនទៅខ្ញុំសូមទៅបន្ទប់ទឹកបន្តិចថៅកែបើអញ្ចឹងពួកយើងទៅមុនហើយសូមអញ្ជើញតាមនេះអូលោកកៅថ្ងៃនេះមានអារម្មណ៍យ៉ាងណាបានជិះមកលេងទីនេះជប់លៀងបុគ្គលិកខាងខ្ញុំនាំបុគ្គលិកមកសម្រាប់លំហែកាយបន្តិចលោកដងខ្ញុំសុំខ្លួនសិនហើយខ្ញុំទៅមើលបន្តិចខ្ញុំទៅជាមួយអ្នកហារឿងនេះមិនអាចបញ្ចប់ត្រឹមនេះបានទេហាពួកអ្នកមិនអីទេមែនទេពួកយើងបរោះស្រវឹងម្នាក់នេះតែទើបតែលួចធ្វើបាបអូនតាំងមិញនេះឯងមែនទេដែលដៃដល់ចុះបើមែនហើយចង់ធ្វើអីជានរណាគេនឹងលោកកៅគឺជាមិត្តភក្តិរបស់ខ្ញុំឯងថាជានរណាគេអូគឺលោកដងទេតើខ្ញុំមិនដឹងថាគាត់ជាមិត្តភក្តិរបស់អ្នកទេលោកដងអ្នកថាខ្ញុំប្រើលុយ30,000ដើម្បីដោះស្រាយជាមួយពួកគេគ្រប់គ្រាន់ទេពិតជាគ្រប់គ្រាន់គ្រាន់តែជាមនុស្សគ្មានប្រយោជន៍ពីរនាក់មិនចាំបាច់ដល់30,000ទេ10,000ក៏គ្រប់ដែរមកហើយថ្ងៃនេះជួបមនុស្សមិនធម្មតាហើយលោកបងមិញនេះគឺខ្ញុំខុសហើយនរណាជាបងប្អូនជាមួយឯងសុំទោសមិនគ្រប់ទេសុំទោសខ្ញុំដៃរហ័សពេកសុំទោសខ្ញុំខុសហើយសុំទោសចេញទៅបាទអាពីអ្នកនឹងវាអាំងតែផ្ទះវាមានខ្សែស្រឡាយឪពុកវាជាមន្ត្រីតូចតាចចេះតែផឹកស្រាស្រវឹងរករឿងគេគ្រប់កន្លែងបានជាវាខ្លាំងម្ល៉េះលោកម្ចាស់យើងត្រឡប់ទៅវិញល្អទេអូនតាំងហាក់ដូចជាភ័យខ្លាចបន្តិចហើយ
ពិតជាអស់អារម្មណ៍មែនអញ្ចឹងយើងត្រឡប់ទៅវិញលោកដងពូយើងសុំទៅមុនហើយថ្ងៃក្រោយចាំជួបគ្នាទៀតបានលោកស្រីលីចុះបើស្អែកខ្ញុំទៅរកអ្នកនៅកន្លែងអ្នកវិញទៅយកស្រាមកបរទេសពី10នោះហើយឆ្លៀតមើលផងថាអ្នកនៅមានរបស់ចាស់អ្វីទៀតអត់បានជួបគ្នាស្អែកលោកម្ចាស់យប់នេះលោកសង្ហាខ្លាំងណាស់ខ្ញុំមិនដែលចូលចិត្តនរណាម្នាក់ខ្លាំងដូចពេលនេះទេលោកម្ចាស់ថ្ងៃនេះលោកសង្ហាណាស់នេះខ្ញុំកំពុងត្រូវគេញ៉ែមែនទេមិនបានទេអ្នកត្រូវតែឲ្យខ្ញុំថាប់វិញលោកកៅនេះជាសំណងពីអាពីអ្នកតើនឹងឈឿនហុយកាលពីយប់មិញក្នុងនេះមានមួយសែនយន់យប់មិញមានរឿងអ្វីកើតឡើងគ្មានអ្វីទេគ្រាន់តែមានរឿងមិនសប្បាយចិត្តបន្តិចបន្តួចអញ្ចឹងខ្ញុំសូមតំណាងឲ្យបុគ្គលិកអរគុណលោកដុងដែលបានជួយចាំបន្តិចទៀតខ្ញុំនឹងឲ្យកាត់ធនាគារទៅពួកគេទាំង3ចាត់ទុកថាជាសំណងសម្រាប់ពួកគេអូមើលថាអ្នកណាគេមកនេះហាលោកដុងមើលទៅប្រហែលជាដឹងដំណឹងថាលោកកៅមានរបស់ល្អហើយបានណាត់គ្នាតាំងពីព្រលឹមលោកកៅមិនមែនរបស់ល្អអ្វីទេគ្រាន់តែជាការប្រមូលរបស់ចាស់បន្តិចបន្តួចនេះជាត្រាប្រៃសណីយ៍ធំមែនទេត្រាទាំងនេះមានបញ្ហាអ្វីមិនមែនគ្រាន់តែជាក្រដាសធម្មតាទេនេះជាត្រាប្រៃសណីយ៍ធំវាជាត្រាជំនាន់ដំបូងគេបង្អស់របស់យើងត្រាថ្មីពីរនេះមួយសន្លឹកមានតម្លៃរាប់ម៉ឺនយន់បើមួយសន្លឹកមានតម្លៃរាប់ម៉ឺនយន់មែននោះចុះបើច្រើនសន្លឹកបែបនេះតើមិនអស់រាប់ម៉ឺនយន់ទេវាពិតជាមានតម្លៃខ្លាំងណាស់មិនថ្លៃទាំងអស់នោះទេមានតែ4សន្លឹកនេះទេដែលពិសេសហើយថ្លៃជាងគេតម្លៃវាខ្ពស់ណាស់ចំណែកឯសន្លឹកផ្សេងទៀតគឺមានតម្លៃត្រឹមតែរាប់សិបទៅរាប់រយលោកកៅអ្នកពិតជាអ្នកស្រឡាញ់ការប្រមូលរបស់កំរមែងសូម្បីតែត្រាប្រៃសណីយ៍កម្រក៏លោកមានដែរលោកកៅតើលោកអាចលក់ត្រាប្រៃសណីយ៍នេះឲ្យខ្ញុំបានទេខ្ញុំកំពុងតែចរចាទិញត្រាទាំងនេះពីលោកកៅដែរប៉ារបស់ខ្ញុំក៏ចូលចិត្តប្រមូលត្រាប្រៃសណីយ៍គាត់កំពុងខ្វះត្រាប្រភេទនេះចុះបើបែបនេះយើងម្នាក់ពាក់កណ្ដាលទៅយ៉ាងណាក៏វាមានចំនួនច្រើនដែរប៉ុន្តែខ្ញុំគ្មានបញ្ហាអ្វីទេអញ្ចឹងត្រាទាំងនេះជារបស់ខ្ញុំហើយចុះខ្ញុំវិញតើត្រូវត្រឡប់ទៅដៃទេមែនទេអូយកុំនិយាយបែបនេះអីខ្ញុំមិនភ្លេចអ្នកទេនេះគឺជាកាក់តាឈីតុងប៉ាវលោកនាយកវាងតើកាក់នេះមានអ្វីពិសេសទៅវាជាកាក់កំបោរពីសម័យរាជវង្សណានថាងនៅសម័យនោះវាសល់មិនដល់ចំនួននេះផងដោយសារវាមានតិចទើបវាមានតម្លៃថ្លៃខ្លាំងតម្លៃយ៉ាងតិចក៏5-30000យន់ដែររកលុយបានលឿនជាងបោះពុំផ្លុយទៀតកាក់ដែលខ្ញុំដូរបានមកពីដៃកេះមួយខ្ញុំដឹងថាវាមានតម្លៃខ្លះមិននឹកស្មានថាវាថ្លៃដល់5-30000យន់នេះអ្នកទាំងពីរមិនអាចដណ្ដើមខ្ញុំបានទេបានខ្ញុំអាចមិនយកកាក់នេះក៏បានតែខ្ញុំសូមយកថូសេរ៉ាមិចនោះវិញបងឌីងអ្នកទៀមទាច្រើនពេកហើយនេះជាថូសេរ៉ាមិចសម័យរាជវង្សមីងខ្ញុំក៏ស្រឡាញ់វាខ្លាំងណាស់អូនដងប្អូននៅក្មេងនៅឡើយទេថូនេះប្អូនមិនអាចរក្សាវាបានទេប្រគល់ឲ្យបងទៅទុកឲ្យបងជួយនិយាយល្អពេលម៉ាក់ប្អូនស្ដីបន្ទោសប្អូនគឺបានហើយអញ្ចឹងក៏បានចុះលោកកៅយកយ៉ាងណាដែរបានតោះយើងធ្វើតាមច្បាប់ចាស់របស់យើងទៅយកពមតើទទួលបានគ្រប់គ្នាហើយមែនទេក្នុងកាតនេះគឺជាលុយសម្រាប់សងសំណងដល់អ្នកទាំង3ទុកឲ្យអ្នកកាន់ទៅចុះប្អូនតាំង50000យន់អ្នក30000ចំណែកឯអូន20000លោកម្ចាស់លោកពិតជាចិត្តល្អខ្លាំងណាស់ហាបានតើខំប្រឹងធ្វើការណាខ្ញុំទៅវិញហើយលេហើយ